ដំណើរសាច់រឿងមួយនេះចាប់ផ្ដើមឡើងបង្ហាញឲ្យយើងឃើញអំពីកុលសម្ព័ន្ធមួយដែលមានឈ្មោះថាប៊ឺភ្លាមៗនោះមានសត្វនាគជាច្រើនបានចូលមកវាយប្រហារទៅកាន់កុលសម្ព័ន្ធរបស់ពួកគេពីព្រោះតែកន្លែងនឹងមានមនុស្សមានសត្វជាច្រើនជាចំណីរបស់សត្វនាគដូចនេះហើយពពួកសត្វនាគតែងតែមកវាយប្រហារទៅកាន់កុលសម្ព័ន្ធរបស់ពួកគេជាញឹកញាប់ចំណែកមនុស្សវិញមានទូនាទីភារកិច្ចការពារកុលសម្ព័ន្ធនិងទប់ទល់ជាមួយនឹងសត្វនាគទាំងអស់នោះវិញក្មេងប្រុសម្នាក់នេះគេមានឈ្មោះថាហ៊ីខាប់មានរាងកាយទន់ខ្សោយឪពុករបស់គេនិងអ្នកភូមិតែងតែប្រាប់គេថាបើចេញទៅក្រៅផ្ទះត្រូវតែបញ្ញាប់ចូលវិញឲ្យលឿនពីព្រោះតែគេខ្សោយខ្លាំងពពួកសត្វនាគអាចធ្វើបាបគេបានគ្រប់ពេលមានតែអ្នកដែលមានកម្លាំងខ្លាំងប៉ុណ្ណោះទើបអាចចេញទៅខាងក្រៅដើម្បីប្រយុទ្ធជាមួយនឹងសត្វនាគបានប៉ុន្តែទោះបីជាយ៉ាងណាហ៊ីខាប់នៅតែដើរចេញទៅក្រៅផ្ទះអ្នកដែលបានមើលឃើញគេក៏បានប្រាប់ឲ្យគេបញ្ញាប់ចូលផ្ទះវិញឲ្យលឿនប៉ុន្តែពេលនោះមេដឹកនាំកុលសម្ព័ន្ធបានចាប់ហ៊ីខាប់គាត់មានឈ្មោះថាស្តូអ៊ីតត្រូវជាឪពុកបង្កើតរបស់ហ៊ីខាប់លោកស្តូអ៊ីតខឹងនឹងបាននិយាយទៅកាន់ហ៊ីខាប់ថាឯងចេញមកខាងក្រៅម្ដងទៀតហើយមែនទេបញ្ញាប់ចូលទៅខាងក្នុងវិញទៅបើមិនដូច្នេះទេសត្វនាគនឹងចាប់យកឯងស៊ីធ្វើជាចំណីមិនខានបន្ទាប់មកលោកសូអ៊ីតក៏បានប្រើប្រាស់ខែលវាយប្រហារទៅកាន់សត្វនាគមួយក្បាលសត្វនាគមួយហ្នឹងក៏បានហោះហើរចេញទៅវិញទៅបន្ទាប់មកអ្នកភូមិមួយចំនួនបាននិយាយប្រាប់ទៅកាន់លោកសូអ៊ីតថាពួកគេត្រូវបានសត្វនាគជាច្រើនប្រភេទមកវាយប្រហារអញ្ចឹងណាប៉ុន្តែលោកសូអ៊ីតគាត់មិនខ្លាចប្រយុទ្ធទប់ទល់ជាមួយនឹងសត្វនាគប្រមាណប្រភេទទាំងអស់ហ្នឹងទេអ្វីដែលគាត់ព្រួយបារម្ភនិងខ្លាចបំផុតនោះគឺនាគមួយក្បាលដែលមានឈ្មោះថា Naishuri វានឹងគឺជានាគតែមួយគត់ដែលរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ធ្លាប់ឃើញវាច្បាស់ឡើយពីព្រោះតែវាហោះហើរបំលាស់ទីលឿនខ្លាំងណាស់គឺជានាគដែលមានគ្រោះថ្នាក់បំផុតគាត់ក៏បាននិយាយថាប្រពន្ធរបស់គាត់ក៏ធ្លាប់ទៅបានសត្វនាគមួយក្បាលនេះចាប់យកទៅផងដែរដូចនេះហើយបានជាលោកសូអ៊ីតគាត់ចង់តែតាមប្រមាញ់សម្រាប់អាណៃឈូរីមួយនេះប៉ុណ្ណោះដើម្បីជាការសងសឹកវិញប៉ុន្តែរហូតមកដល់ពេលនេះគាត់នៅតែមិនអាចចាប់វាបានទេគណៈពេលដែលហ៊ីខាប់សម្លឹងឃើញក្មេងៗដទៃទៀតដែលមានអាយុប្រហាក់ប្រហែលជាមួយនឹងខ្លួនចេញទៅប្រយុទ្ធតតាំងជាមួយនឹងសត្វនាគគេមានអារម្មណ៍ថារំភើបហើយចង់ទៅចូលរួមជាមួយនឹងសកម្មភាពពួកគេដែរដូចនេះហើយគេបានទៅយកអាវុធរបស់ខ្លួនដែលបានបង្កើតឡើងត្រៀមចេញទៅសម្លាប់សត្វនាគប៉ុន្តែបរិសម្នាក់ដែលមានឈ្មោះថាកូបឺបានឃាត់គេមិនឲ្យទៅឡើយនិងបានប្រាប់ឲ្យហ៊ីខាប់យកដាវដែលជាអាវុធរបស់ពួកគេទៅសម្លៀងឲ្យមុតវិញទូនាទីរបស់លោកកូបឺជាអ្នកបង្រៀនក្មេងៗទាំងអស់នៅក្នុងកុលសម្ព័ន្ធរបស់ពួកគេអំពីរបៀបប្រយុទ្ធវាយគ្នាជាមួយនឹងសត្វនាគនិងការប្រើប្រាស់អាវុធផងដែរកូបឺនេះគឺជាគ្រូរបស់ហ៊ីខាប់នៅពេលនោះលោកស្តូអ៊ីតក៏បានប្រាប់ទៅកាន់កូនចៅរបស់ខ្លួននិងអ្នកភូមិទាំងអស់ថាពួកយើងត្រូវតែបដិញ្ញាចិត្តប្រយុទ្ធជាមួយនឹងសត្វនាគការពារសត្វចិញ្ចឹមរបស់ពួកយើងឲ្យបានហើយយើងឃើញថាពួកសត្វនាគទាំងអស់នឹងបានបំផ្លិចបំផ្លាញទៅតែគ្រប់ទីកន្លែងទាំងអស់នៅក្នុងកុលសម្ព័ន្ធរបស់ពួកគេស្របពេលនោះផងដែរហ៊ីខាប់ក៏បានសម្លឹងឃើញនារីម្នាក់ដែលមានឈ្មោះថាអាស្ទ្រីតហ៊ីខាប់សម្លឹងមើលទៅកាន់នាងមិនដាក់ភ្នែកទេតាមពិតទៅអាស្ទ្រីតនាងស្អាតខ្លាំងហើយហ៊ីខាប់ក៏មានចិត្តដូចស្រឡាញ់នាងផងដែរប៉ុន្តែគេមិនហ៊ានសារភាពប្រាប់អារម្មណ៍នៅក្នុងចិត្តរបស់ខ្លួនទៅកាន់នាងឡើយបន្ទាប់មកអាស្ទ្រីតបានមកប្រមូលយកអាវុធហើយក៏បានចាក់ចេញទៅវិញទៅហ៊ីខាប់បានប្រាប់ទៅកាន់លោកកូបឺថាខ្ញុំចង់ចូលរួមប្រយុទ្ធដែរខ្ញុំក៏អាចសម្លាប់អ្នកបានដែរប៉ុន្តែលោកកូបឺបានឆ្លើយតបទៅវិញថាឯងសំបីតាញញូមួយលើកមិនរួចផងតើឯងចង់ទៅសម្លាប់អ្នកដោយរបៀបណាលើដូចនេះហ៊ីខាប់បានបង្ហាញលោកកូបឺនៅអាវុធដែលគេធ្វើឡើងដោយខ្លួនឯងនិងបានប្រាប់ថាអាវុធនេះមានសមត្ថភាពខ្លាំងពូកែអាចជួយឲ្យពួកគេសម្លាប់សត្វនាគ Naishuri ដែលជាអ្នកដែលគ្រោះថ្នាក់បំផុតនោះបានប៉ុន្តែកូបឺគាត់មិនស្ដាប់ហ៊ីខាប់ឡើយហើយក៏មិនអនុញ្ញាតឲ្យហ៊ីខាប់ចេញទៅក្រៅដែរបញ្ជាឲ្យហ៊ីខាប់ធ្វើតែការងារជាទូនាទីរបស់គេទៅគឺទៅអាសំលៀងផ្លែដាវហ៊ីខាប់គេមិនសប្បាយចិត្តទេនឹងបានគិតថាថ្ងៃណាមួយគេនឹងចេញទៅសម្លាប់សត្វនាគបង្ហាញឲ្យអ្នកគ្រប់គ្នាឃើញថាខ្លួននឹងក៏អាចប្រយុទ្ធជាមួយនឹងសត្វនាគដែលគ្រោះថ្នាក់នឹងបានមិនមែនគឺជាមនុស្សទន់ខ្សោយទៀតទេនៅពេលនេះដែរសត្វនាគនឹងក៏បានរកឃើញទីកន្លែងលាក់សត្វចិញ្ចឹមរបស់មនុស្សកុលសម្ព័ន្ធទាំងអស់នឹងហើយសត្វនាគក៏ចង់បានសត្វទាំងអស់នឹងមកធ្វើជាអាហាររបស់ពួកវាចំណែកលោកស្តូអ៊ីតកំពុងតែប្រយុទ្ធជាមួយនឹងសត្វនាគមួយក្បាលដែលមានឈ្មោះថា Nightmare ភ្លាមៗនោះសត្វនាគដែលមានឈ្មោះថា Naishuri ដែលជាអ្នកដែលគ្រោះថ្នាក់បំផុតបានបង្ហាញខ្លួនចេញមកវាធ្វើសកម្មភាពវាយប្រហារត្រឹមតែមួយផ្លែតប៉ុណ្ណោះហើយហោះបានចេញទៅវិញទៅដោយមិនមាននរណាម្នាក់ដឹងថាវាហោះទៅណាឡើយដោយសារតែល្បឿនរបស់វាហោះហើរលឿនខ្លាំងពេកមនុស្សគ្រប់គ្នាបានត្រឹមតែមើលឃើញសម្ោរបស់វាប៉ុណ្ណោះបន្ទាប់មកកូបឺក៏បានចេញទៅតាមប្រមាញ់សត្វនាគ Naishuri ប្រាប់ហ៊ីខាប់ឲ្យនៅទីនេះកុំចេញទៅណាឲ្យសោះនៅពេលដែលលោកកូបឺចេញទៅផុតហ៊ីខាប់បានឆ្លៀតឱកាសមួយនឹងយកអាវុធរបស់ខ្លួនដែលបានសិក្សាស្រាវជ្រាវបង្កើតឡើងដោយខ្លួនឯងចេញទៅតាមប្រមាញ់សត្វនាគ Naishuri នឹងផងដែរលោកសូអ៊ីតនេះវិញគាត់បានប្រើប្រាស់សំណាញ់ចាប់បានសត្វនាគមួយក្បាលដោយខ្លួនឯងចំណែកហ៊ីខាប់បានរៀបចំអាវុធរបស់ខ្លួនហើយរងចាំឲ្យសត្វនាគ Naishuri នឹងបង្ហាញខ្លួនចេញមកគេនឹងបាញ់វាយប្រហារមួយសន្ទុះក្រោយមកនាគនឹងក៏បានបង្ហាញខ្លួនចេញមកមែនភ្លាមៗនោះហ៊ីខាប់ក៏បានបាញ់អាវុធរបស់ខ្លួនទៅហើយវាក៏បានបាញ់ត្រូវសត្វនាគពិតប្រាកដមែនសត្វនាគមួយនឹងក៏បានធ្លាក់ចុះនៅក្នុងព្រៃនៅកន្លែងដែលរាងឆ្ងាយផងដែរនៅពេលដែលបានឃើញបែបនេះហ៊ីខាប់សប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែភ្លាមៗនោះមានសត្វនាគមួយក្បាលផ្សេងទៀតវាបានបង្ហាញខ្លួនមកពីខាងក្រោយនៅពេលដែលបានឃើញវាហ៊ីខាប់ភ័យសន់ស្លោជាខ្លាំងនិងបានជាយាមរត់គេចខ្លួនទៅសត្វនាគមួយនឹងវានៅតែដេញតាមវាប្រហារទៅកាន់ហ៊ីខាប់លោកសូអ៊ីតដែលត្រូវជាឪពុកបានក្លែកមើលឃើញហ៊ីខាប់កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់បែបនេះគាត់ក៏បានប្រញាប់ទៅជួយកូនប្រុសរបស់ខ្លួនភ្លាមសត្វនាគនៅតែដេញតាមហ៊ីខាប់មិនរោបឡើយបន្ទាប់មកហ៊ីខាប់បានរត់ទៅពួនលាក់ខ្លួននៅក្រោយជញ្ជាំងដ៏ធំមួយប៉ុន្តែនាគ
អ្នកវាបានហោះមកពីម្ខាងទៀតនៅពេលនេះសត្វនាគចិត្តនឹងសម្លាប់ Hiccup ទៅហើយប៉ុន្តែ Zoid បានមកដល់ទាន់និងបានជួយសង្គ្រោះ Hiccup ទៅបន្ទាប់មកគេនឹងក៏បានវាយប្រហារទៅកាន់សត្វនាគមួយនឹងយ៉ាងខ្លាំងពេលនេះទើបយើងដឹងថាហេតុអ្វីបានជា Zoid ខ្លាយជាមេដឹកនាំកុលសម្ព័ន្ធមួយនេះពីព្រោះតែគាត់មានកម្លាំងខ្លាំងមហាសាលសម្រាប់វាយប្រយុទ្ធជាមួយនឹងសត្វនាគអ្នកនោះក៏ភ័យហើយក៏បានរត់គេចខ្លួនចេញពីកន្លែងមួយនឹងទៅបន្ទាប់មកសត្វនាគទាំងអស់វាបានប្រមាញ់ចាប់យកសត្វចិញ្ចឹមរបស់មនុស្សបានជាច្រើនរួចហើយវាក៏បានហោះហើរចេញពីទីនោះទៅលោក Zoid បាននិយាយហាម Hiccup មិនឲ្យចេញពីផ្ទះទេប៉ុន្តែ Hiccup មិនព្រមស្ដាប់តាមឪពុករបស់ខ្លួនឡើយដូច្នេះហើយគាត់នឹងគឺបានខឹងជាមួយនឹងកូនប្រុសរបស់ខ្លួនឯងខ្លាំងមែនទែន Hiccup បានប្រាប់ទៅកាន់ឪពុករបស់ខ្លួនថាគេនឹងគឺបានសម្លាប់សត្វនាគ Nightjury ដែលជាអ្នកដែលគ្រោះថ្នាក់បានសម្រេចហើយប៉ុន្តែឪពុករបស់គេមិនបានជឿសំបីតែបន្តិចនិងចាប់ផ្ដើមស្ដីបន្ទោសថាឲ្យទៅកាន់ Hiccup យ៉ាងខ្លាំងនៅចំពោះមុខអ្នកគ្រប់គ្នានៅពេលបានឃើញដូចនេះ Hiccup មានអារម្មណ៍ថាជឿចិត្តយ៉ាងខ្លាំងបន្ទាប់មកលោក Zoid ក៏បានបញ្ជូនឲ្យ Hiccup ឲ្យទៅជាមួយនឹងលោក Copper ទៅ Hiccup បានជួបជាមួយនឹង Astrid នាងក៏បាននិយាយចំអកឲ្យគេថាធ្វើជាកូនប្រុសរបស់មេដឹកនាំគូណាស់តែធ្វើខ្លួនឲ្យមានប្រយោជន៍ខ្លះទៅមិនគូណាអង្គុយនៅក្នុងផ្ទះហើយមានរបស់គ្រប់យ៉ាងមកដល់ដៃនោះទេបន្ទាប់មក Hiccup បានត្រឡប់មកផ្ទះវិញជាមួយនឹងលោក Copper Hiccup បាននិយាយប្រាប់ទៅកាន់លោក Copper ថាឪពុករបស់ខ្ញុំមិនដែលយល់ពីខ្ញុំទេគាត់តែងតែធ្វើអ្វីតាមចិត្តរបស់គាត់ខ្ញុំគ្រាន់តែចង់ខ្លាយជាមនុស្សដូចអ្នកដទៃប៉ុណ្ណោះនៅពេលដែលលោក Copper បាននាំ Hiccup មកដល់ផ្ទះហើយគាត់ក៏បានដើរចាក់ចេញត្រឡប់ទៅវិញទៅប៉ុន្តែ Hiccup បានលួចចេញពីផ្ទះវិញម្ដងទៀតចំណែកលោក Zoid កំពុងតែនិយាយជាមួយនឹងអ្នកភូមិក្រុមកូនចៅរបស់ខ្លួនទាំងអស់ថាបើសិនជាពួកយើងមិនអាចរកឃើញសម្បុករបស់អ្នកហើយកំទេចវាចោលនោះទេនោះពួកយើងគ្មានថ្ងៃរស់បានសុខឡើយនិងមិនអាចសម្លាប់អ្នកទាំងអស់នោះបានងាយស្រួលទេប៉ុន្តែអ្នកភូមិទាំងអស់បានប្រាប់ទៅកាន់លោក Zoid វិញថាពួកគេបានស្វែងរកសម្បុកអ្នកស្ទើរគ្រប់ទីកន្លែងទៅហើយប៉ុន្តែនៅតែមិនអាចរកឃើញឡើយពួកគេក៏បានសួរថាបើរកឃើញហើយតើយើងនឹងធ្វើអ្វីដើម្បីអាចសម្លាប់ពួកវាបានទាំងអស់លើដូចនេះ Zoid ក៏បាននិយាយថានៅថ្ងៃអនាគតសត្វនាគទាំងនោះនឹងក្លាយជាគ្រោះថ្នាក់សម្រាប់ពួកយើងដូច្នេះហើយពួកយើងគួរតែកម្ចាត់ពួកវាឲ្យបានមុន Zoid បានលើកទឹកចិត្តអ្នកប្រយុទ្ធទាំងអស់និងបានសរសើរពួកគេយ៉ាងខ្លាំងទីបំផុតគាត់ក៏អាចបញ្ចុះបញ្ចូលអ្នករាល់គ្នាបានសម្រេចឲ្យចូលរួមដំណើរទៅស្វែងរកសម្បុកអ្នកទៅបន្ទាប់មក Zoid បានសួរនាំទៅកាន់ស្ត្រីម្នាក់ថាតើពួកគេអាចរកឃើញសម្បុកអ្នកបានឬអត់ស្ត្រីចំណាស់ម្នាក់នោះបានប្រើឆ្អឹងសត្វអាត់កំបាំងរបស់ខ្លួនដើម្បីធ្វើវិធីមន្តអាគមបានប្រាប់ទៅវិញថាពួកគេគឺអាចរកឃើញសម្បុកអ្នកនោះបានពេលលើដូចនេះ Zoid ចាប់ផ្ដើមរៀបចំខ្លួនភ្លាមៗដើម្បីចេញរកសម្បុកសត្វនាគប៉ុន្តែមុនពេលចេញដំណើរ Zoid បាននិយាយជាមួយនឹងលោក Copper អំពី Hiccup គាត់ប្រាប់ Copper ថាលើកនេះ Copper ត្រូវតែបង្ហាត់ក្មេងៗចំនួនក្រោយឲ្យចេះប្រយុទ្ធខណៈពេលដែលគាត់នឹងចេញទៅស្វែងរកសម្បុកសត្វនាគ Copper ក៏បាននិយាយឆ្លើយតបថាខ្លួននឹងប្រឹងប្រែងអស់ពីសមត្ថភាពបង្ហាត់បង្រៀនក្មេងៗរួមជាមួយនឹង Hiccup ឲ្យក្លាយជាអ្នកប្រយុទ្ធដែលមានគុណភាពសមត្ថភាពខ្លាំងពូកែឲ្យបានជោគជ័យមុនពេលដែលលោក Zoid ត្រឡប់មកវិញបន្តមកទៀតយើងឃើញថា Hiccup បានដើរចូលខាងក្នុងព្រៃដើម្បីស្វែងរកសត្វនាគដែលគេបានបាញ់ឲ្យត្រូវរបួស Hiccup បានស្វែងរកស្ទើរដល់ពេញព្រៃទៅហើយប៉ុន្តែមិនបានឃើញសត្វនាគនោះនៅកន្លែងណាឡើយរឿងនេះធ្វើឲ្យ Hiccup ខឹងយ៉ាងខ្លាំងប៉ុន្តែភ្លាមនោះគេបានឃើញដើមឈើមួយដើមបាក់ហើយនៅលើដីមានស្នាមអ្វីមួយត្រូវបានអូសកាត់អញ្ចឹង Hiccup ចាប់ដើមចង់ដឹងថាតើវានឹងគឺជាស្នាមអ្វីគេនឹងក៏បានដើរចូលទៅមើលទៅបន្ទាប់ពីដើរចូលទៅមួយសន្ទុះគេនឹងក៏បានឃើញអ្នកមួយក្បាលដែលគេធ្លាប់បាញ់កាលពីយប់វាមិនអាចហោះហើរទៀតបានឡើយពីព្រោះវាបានជាប់អន្ទាក់របស់ Hiccup ទៅហើយនៅពេលបានឃើញដូចនេះ Hiccup មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគេនឹងក៏បានដកកំបិតចេញមកហើយបញ្ញាប់ដើរចូលទៅចិត្តអ្នកមួយនោះនិងបានដាក់ជើងនៅលើសត្វនាគនិងបានស្នើថាទីបំផុតខ្ញុំអាចធ្វើវាបានហើយប៉ុន្តែសត្វនាគនឹងវានៅមានជីវិតនៅឡើយទេនៅពេលបានឃើញវាកម្រើកខ្លួន Hiccup ចាប់ផ្ដើមភ័យបន្តមកគេបានរៀបចំសម្រាប់សត្វនាគនឹងទៅហើយប៉ុន្តែ Hiccup អាចសម្លឹងមើលឃើញយ៉ាងច្បាស់នៅក្នុងកែវភ្នែករបស់សត្វនាគជាថាវានឹងគឺជាសត្វដែលគួរឲ្យអាណិតមានការភ័យខ្លាចនិងអស់សេចក្តីសង្ឃឹមជាខ្លាំងពេលបានឃើញបែបនេះ Hiccup មិនអាចដាច់ចិត្តសម្រាប់សត្វនាគមួយនឹងបានទេពីព្រោះតែតាមពិតទៅ Hiccup គឺជាមនុស្សដែលមានចិត្តល្អបន្តមកគេនឹងក៏បានចាប់ផ្ដើមដើរចេញពីទីតាំងកន្លែងមួយនឹងទៅប៉ុន្តែភ្លាមៗនោះ Hiccup បានឈប់ហើយនឹងបានត្រឡប់មកវិញនិងបានចាប់ផ្ដើមកាត់ខ្សែរំដោះសត្វនាគនឹងទៅនៅពេលដែលបានកាត់ខ្សែរំដោះសត្វនាគបានហើយអ្នកនឹងក៏បានស្ទុះមករក Hiccup ភ្លាមៗនៅពេលបានឃើញបែបនេះ Hiccup ភ័យយ៉ាងខ្លាំងសត្វនាគបានសែកក្រហមដាក់រហូតបានធ្វើ Hiccup ភ័យដល់ថ្នាក់លេចនោមជោគខោប៉ុន្តែសត្វនាគមួយនឹងមិនបានធ្វើអីគេទេហើយក៏បានហើរចាក់ចេញពីទីនោះទៅ Hiccup បានសង្កេតមើលឃើញថាអ្នកនោះមិនអាចគ្រប់គ្រងការហោះហើររបស់ខ្លួនឯងបានឡើយវាតែងតែហោះទៅបុកនៅអ្វីៗនៅជុំវិញខ្លួនរបស់វាបន្តមក Hiccup ក៏បានរួចត្រឡប់មកផ្ទះវិញប៉ុន្តែឪពុករបស់គេកំពុងរងចាំផ្លូវគេនៅផ្ទះរួចជាស្រេចលោក Zoid បានហៅ Hiccup ឲ្យចូលមកជិតប្រាប់ថាគាត់ចង់មានរឿងនិយាយជាមួយនឹង Hiccup ដែលគាត់និយាយថាចាប់តាំងពីពេលនេះតទៅគឺឯងអាចទៅប្រយុទ្ធវាយជាមួយនឹងសត្វនាគបានហើយចាប់តាំងពីថ្ងៃស្អែកនេះតទៅឯងនឹងត្រូវចូលរួមការវឹកហាត់ជាមួយនឹងក្មេងៗដទៃទៀតបន្ទាប់មកគាត់នឹងក៏បានបកគលអាវុធមួយឲ្យទៅកាន់ Hiccup ប៉ុន្តែពេលនេះ Hiccup បែរជាផ្លាស់ប្ដូរចិត្តវិញនិងបាននិយាយប្រាប់ថាខ្ញុំមិនចង់ធ្វើជាអ្នកប្រយុទ្ធជាមួយនឹងសត្វនាគទៀតទេខ្ញុំមិនអាចសម្លាប់សត្វនាគបានឡើយប៉ុន្តែឪពុករបស់ Hiccup មិនព្រមស្ដាប់គេទេហើយចាប់ផ្ដើមនិយាយស្ដីបន្ទោសដាក់ទៅកាន់គេបន្តទៀតដូចនេះ Hiccup គ្មានជំរឿអ្វីក្រៅពីយល់ព្រមត្រូវចូលរួមវឹកហាត់និងរៀនប្រយុទ្ធជាមួយនឹងសត្វនាគទេបន្តមក Zoid ក៏បានដើរចាក់ចេញទៅលុះពេលវេលាព្រឹកថ្ងៃស្អែកឡើង
អាស្ទ្រីតនិងក្មេងៗផ្សេងទៀតត្រូវបាននាំមកកាន់ទីលានកន្លែងវឹកហាត់ចំណែកហេខាប់ក៏បានមកដល់ផងដែរនៅពេលដែលបានឃើញហេខាប់អាស្ទ្រីតចាប់ផ្ដើមនិយាយចំអកឲ្យគេបន្តទៀតនិយាយរំទៅក្មេងៗទាំងអស់ហ្នឹងនិយាយមើលងាយហេខាប់ខ្លាំងមែនតែនពីព្រោះពួកគេគិតថាហេខាប់គឺជាមនុស្សទន់ខ្សោយគឺជាមនុស្សអន់អញ្ចឹងណាភ្លាមៗនោះកូបឺក៏បានចូលមកដល់ចាប់ផ្ដើមរៀបចំក្មេងៗទាំងអស់សម្រាប់ការវឹកហាត់ហើយប្រាប់ពួកគេថាបើសិនជាចង់ចូលរួមប្រយុទ្ធជាមួយនឹងអ្នកចម្បាំងជើងចាស់ដែលជាសមាជិកក្រុមកោតសម្ព័ន្ធរបស់ពួកគេដាច់ខាតពួកគេត្រូវតែឆ្លងកាត់ការរៀនសូត្រការប្រយុទ្ធក្នុងការវឹកហាត់មួយនេះឲ្យបានសម្រេចជាមុនសិនកូបឺបានលើកទឹកចិត្តពួកគេទាំងអស់គ្នានិងបានប្រាប់ថានៅពីក្រោយទ្វារធំៗទាំងអស់នេះមានសត្វនាគប្រភេទផ្សេងៗគ្នាពួកគេត្រូវតែប្រយុទ្ធជាមួយនឹងសត្វនាគទាំងអស់នោះបន្តមកគាត់នឹងក៏បានបើកទ្វារមួយភ្លាមៗនោះសត្វនាគដ៏គ្រោះថ្នាក់និងមានរូបរាងធំមួយក្បាលបានដើរចេញមកសត្វនាគនឹងសាហាវខ្លាំងមែនទែនបាទវាដល់ថ្នាក់ស៊ីដុំថ្មនៅលើដីនឹងធ្វើជាអាហាររបស់វាទៀតផងនៅពេលដែលបានឃើញដូចនេះក្មេងៗទាំងអស់បានបញ្ញាបញ្ញាលើកយកអាវុធនិងខែលរបស់ខ្លួនដើម្បីការពារជីវិតប៉ុន្តែមានក្មេងពីរនាក់ពួកគេបានដណ្ដើមខែលគ្នាទៅវិញទៅមកភ្លាមៗនោះសត្វនាគវាបានបាញ់ភ្លើងដាក់មកកាន់ពួកគេធ្វើឲ្យក្មេងទាំងពីរនាក់នោះត្រូវបានធ្លាក់ចេញពីការប្រកួតមួយនឹងមានន័យថាពួកគេត្រូវចាញ់ហើយបន្តមកសត្វនាគវាបានត្រៀមវាយប្រហារទៅកាន់អ្នកដទៃផ្សេងទៀតដូចនេះហើយអ្នកគ្រប់គ្នាចាប់ផ្ដើមយកខែលមកវាយដំឲ្យវាចេញជាសំឡេងឮយ៉ាងខ្លាំងៗតែម្ដងសំឡេងទាំងនោះបានធ្វើឲ្យសត្វនាគមួយក្បាលនឹងវិញវ័នមានការជ្រួលច្បល់ជាខ្លាំងមិនដឹងថាគោលដៅរបស់ខ្លួនត្រូវវាយប្រហារទៅកាន់អ្នកណានោះទេនៅពេលនោះកូបឺបាននិយាយប្រាប់ទៅកាន់ពួកគេថាសត្វនាគមួយក្បាលគឺវាមានចំនួនកំណត់ក្នុងការបាញ់ភ្លើងចេញមកគឺបាញ់ភ្លើងចេញមកបានប្រហែលជា 3-4 ដងប៉ុណ្ណោះក្មេងប្រុសម្នាក់នេះអាឡ័យតែនិយាយស៊ូនាំជាមួយនឹងលោកខូភើស្រាប់តែសត្វនាគវាបានបាញ់ភ្លើងចេញមកវាប្រហារទៅកាន់គេធ្វើឲ្យគេចាក់ចេញពីការប្រកួតមួយនឹងផងដែរនៅពេលនេះគឺសល់មនុស្សតែចំនួន3នាក់ប៉ុណ្ណោះក្មេងប្រុសម្នាក់នេះមានឈ្មោះថាស្លុតអាវបានចូលមកនៅពីក្រោយអាស្ទ្រីតនិងបាននិយាយថាពួកគេនឹងពីរនាក់វាសនាបានចាមកហើយកើតមកដើម្បីក្លាយជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែដើម្បីទប់ទល់ជាមួយនឹងសត្វនាគទាំងអស់នោះនៅពេលនោះអាស្ទ្រីតក៏បានដើរចេញពីមុខគេភ្លាមៗនោះសត្វនាគវាបានវាយប្រហារទៅកាន់ស្លុតអាវធ្វើឲ្យគេត្រូវហោះខ្ទាតមួយទំហឹងតែម្ដងនៅក្នុងសង្គ្រាមការប្រកួតមួយនេះនៅសល់តែហេកាប់និងអាស្ទ្រីតតែពីរនាក់ប៉ុណ្ណោះអាស្ទ្រីតបានប្រើប្រាស់អាយខ្ជូខួរក្បាលរបស់ខ្លួនដើម្បីឲ្យសត្វនាគវាយប្រហារខុសគោលដៅស្របពេលហ្នឹងហេកាប់បានចូលនៅខាងមុខរបស់សត្វនាគហើយសត្វនាគក៏បានវាយប្រហារមកកាន់គេភ្លាមប៉ុន្តែសំណាងល្អគេបានការពារខ្លួនទាន់និងបានប្រញាប់រត់គេចចេញពីសត្វនាគប៉ុន្តែគេបានចំពប់ជើងដួលសត្វនាគក៏បានចូលមករៀបនឹងបាញ់ភ្លើងសម្រាប់ទៅកាន់ហេខាប់ទៅហើយកូបឺក៏បានចូលមកដល់ទាន់ហើយជួយសង្គ្រោះហេខាប់ទៅបន្ទាប់មកគាត់ក៏បានចាប់សត្វនាគមួយក្បាលនឹងដាក់វាបញ្ចូលទៅខាងក្នុងរូងរបស់វាវិញការវឹកហាត់របស់ក្មេងៗទាំងអស់ក៏ត្រូវបានបញ្ចប់ផងដែរកូបឺបាននិយាយពំរៀនប្រាប់ទៅកាន់ហេខាប់ថាសត្វនាគវាមានគោលដៅតែមួយគត់គឺសម្រាប់ឯងដូច្នេះហើយឯងត្រូវតែប្រុងប្រយ័ត្ននិងជៀសឲ្យឆ្ងាយពីវាជានិច្ចបន្ទាប់មកហេខាប់ក៏បានទៅកាន់កន្លែងដដែលដែលគេធ្លាប់ជួយសង្គ្រោះសត្វនាគណៃជូរីហេខាប់កំពុងតែគិតនិងឆ្ងល់ថាហេតុអ្វីបានជាសត្វនាគនោះមិនសម្លាប់គេអញ្ចឹងដូចនេះថ្ងៃនេះគេនឹងក៏បានត្រឡប់មកវិញម្ដងទៀតដើម្បីស្វែងរកចម្លើយការពិតហេខាប់ក៏បានដើរទៅមុខយឺតរហូតមកដល់កន្លែងមួយដែលមានទេសភាពស្រស់ស្អាតខ្លាំងមែនទែននៅពេលដែលបានឃើញទេសភាពបែបនេះហើយហេខាប់មានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងក្នុងពេលនោះហេខាប់បានឃើញវត្ថុចម្លែកមួយនៅខាងក្រោមគេនឹងក៏បានរើសវាឡើងមកមើលប៉ុន្តែភ្លាមៗនោះស្រាប់តែសត្វនាគណៃជូរីដ៏គ្រោះថ្នាក់មួយក្បាលនឹងក៏បានបង្ហាញខ្លួនចេញមកនៅពេលដែលបានឃើញវាហេខាប់ភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់មកហេខាប់ក៏បានសង្កេតឃើញថាសត្វនាគមួយនឹងមិនអាចគ្រប់គ្រងការហោះរបស់ខ្លួនបានល្អទេវានឹងក៏ត្រូវជាប់នៅទីតាំងកន្លែងមួយនឹងអញ្ចឹងណាហេខាប់ក៏បានយកសភៅកត់ត្រារបស់ខ្លួនចេញមកហើយចាប់ផ្ដើមគូររូបរាងរបស់សត្វនាគណៃជូរីនឹងទៅពីព្រោះកន្លងមកគឺគ្មាននរណាម្នាក់បានឃើញរូបរាងពិតប្រាកដរបស់សត្វនាគណៃជូរីទេនៅពេលដែលគេចាប់ផ្ដើមគូររូបរាងរបស់សត្វនាគនឹងគេនឹងក៏បានសង្កេតឃើញថាកតុយរបស់សត្វនាគវាបានបាត់ព្រុយមួយចំហៀងទៅហើយដោយសារតែវាបាត់ព្រុយបែបនេះទើបវាមិនអាចហោះហើរបានឡើយភ្លាមៗនោះសត្វនាគវាបានព្យាយាមចាប់សត្វត្រីនៅក្នុងស្រះដើម្បីយកមកធ្វើជាចំណីប៉ុន្តែវាមិនអាចចាប់ត្រីសំបីបានតែមួយក្បាលទេក្នុងពេលនោះស្រាប់តែហេខាប់បានធ្វើឲ្យបិចជ្រុះចេញពីដៃធ្លាក់ទៅលើដីបង្កើតបានជាសំឡេងហើយសត្វនាគក៏បានងាកមកមើលឃើញគេបន្តមកសាច់រឿងក៏បានកាត់មកដល់ឈុតផ្សេងមួយទៀតគឺនៅពេលយប់ឡើងកូបឺកំពុងតែបង្រៀនក្មេងៗក្នុងពេលនោះហេខាប់ក៏បានមកដល់ចូលទៅអង្គុយនៅតុមួយផ្សេងទៀតតែម្នាក់ឯងទេកូបឺបានប្រាប់ទៅកាន់អ្នកគ្រប់គ្នាអំពីសភៅមួយក្បាលដែលមានព័ត៌មានលម្អិតទាក់ទងជាមួយនឹងសត្វនាគគ្រប់ប្រភេទនៅពេលដែលបានលើកដូចនេះហេខាប់ក៏បានងាកទៅមើលនិងគិតថាប្រហែលជានៅក្នុងសភៅនេះក៏មានព័ត៌មានលម្អិតទាក់ទងជាមួយនឹងអ្នកដែលមានឈ្មោះថាណៃជូរីផងដែរបន្ទាប់មកលោកកូពើបានប្រាប់ឲ្យក្មេងៗអានសភៅនេះហើយគាត់ក៏បានចាក់ចេញទៅបាទប៉ុន្តែក្មេងៗទាំងអស់ហ្នឹងពិតជាខ្ជិលខ្លាំងមែនទែនមិនព្រមអានសភៅទេពួកគេក៏បានដើរចាក់ចេញទៅដែរគឺនៅសល់តែអាស្ទ្រីតតែម្នាក់ឯងនៅពេលដែលបានឃើញអាស្ទ្រីតនៅតែម្នាក់ឯងបែបនេះហេខាប់ក៏បានដើរចូលទៅជិតនិងបានព្យាយាមនិយាយជាមួយនាងគេនឹងក៏បាននិយាយថាតាមពិតទៅសត្វនាគទាំងអស់មិនអាក្រក់ដល់ថ្នាក់ដែលពួកយើងគិតនោះទេគឺមានសត្វនាគខ្លះវាល្អដែរប៉ុន្តែអាស្ទ្រីតគិតថាហេខាប់កំពុងតែនិយាយអីមិនសមហេតុផលអញ្ចឹងណានឹងបានប្រាប់ត្រឡប់ទៅវិញថាការងាររបស់ពួកយើងគឺត្រូវកម្ចាត់សត្វនាគទាំងអស់ហ្នឹងបន្ទាប់មកអាស្ទ្រីតចាប់ផ្ដើមនិយាយចំអកឲ្យទៅកាន់ហេខាប់បន្តទៀតថានេះឯងគឺជាកូនរបស់មេដឹកនាំស្រាប់ហើយដូចនេះឯងមិនចាំបាច់ខិតខំប្រឹងប្រែងធ្វើអ្វីទេជីវិតរបស់ឯងរស់នៅស្រុកស្រួលរួចហើយចំណែកខ្ញុំវិញត្រូវធ្វើអ្វីគ្រប់បែបយ៉ាងដោយខ្លួនឯង
សង្ឃឹមថាថ្ងៃណាមួយការខិតខំប្រឹងប្រែងរបស់ខ្ញុំនឹងអាចជួយឲ្យខ្ញុំក្លាយជាមេដឹកនាំក្នុងកុលសម្ព័ន្ធមួយនេះពេលនោះអ្វីដែលជារបស់ឯងនឹងក្លាយជារបស់យើងហើយហេកាប់ក៏បានយល់ស្របតាមអ្វីដែលអាស្ទីតនិយាយនិងបានជូនពរឲ្យនាងក្លាយជាមេដឹកនាំពីព្រោះតែខ្លួនគ្មានបំណងចង់បានតំណែងមួយនេះទេនៅពេលដែលបានលើហេកាប់និយាយបែបនេះអាស្ទីតចាប់ផ្ដើមខឹងពីព្រោះនាងគិតថាអាស្ទីតកំពុងតែនិយាយឌឺដងដាក់ខ្លួនវិញនឹងបានដើរចេញពីកន្លែងមួយនឹងទៅបន្ទាប់មកហេកាប់បានអង្គុយតែម្នាក់ឯងនិងបានចាប់ផ្ដើមអានសៀវភៅស្ដីអំពីប្រភេទសត្វនាគដូច្នេះហើយវាបានធ្វើឲ្យហេកាប់បានរកឃើញព័ត៌មាននិងបានយល់ដឹងអំពីប្រភេទសត្វនាគគ្រោះថ្នាក់ជាច្រើនប្រភេទចុងក្រោយហេកាប់ក៏បានរកឃើញឈ្មោះ Night Fury ប៉ុន្តែសៀវភៅមួយនឹងមិនបានសរសេរព័ត៌មានលម្អិតទាក់ទងជាមួយនឹងសត្វនាគមួយនេះឡើយគឺគ្រាន់តែសរសេរសារព័ត៌មានប្រាប់ថាមនុស្សគ្រប់គ្នាមិនគួរតែចិត្តឬក៏ប្រឈមមុខប្រយុទ្ធជាមួយនឹងសត្វនាគមួយនេះទេពីព្រោះតែប្រភេទនាគនេះកាចសាហាវគ្រោះថ្នាក់ខ្លាំងណាស់បន្តមកទៀតយើងឃើញថាសូអ៊ីតបានដឹកនាំគ្នាបកពួករបស់ខ្លួនធ្វើដំណើរមកវិញឆ្ងាយខ្លាំងណាស់ដោយការជិះទូកអញ្ចឹងណាគោលបំណងរបស់ពួកគេដើម្បីស្វែងរកសម្បុកនាគឥឡូវនេះពួកគេបានមកដល់ទីតាំងកន្លែងដែលមានអាបច្រើនខ្លាំងណាស់ប៉ុន្តែលោកសូអ៊ីតគាត់មិនខ្វល់មិនបានគិតអីច្រើនទេក៏បានបញ្ជាទូកបើកចូលទៅខាងក្នុងអាបនោះភ្លាមៗទៅសូអ៊ីតបានចូលមកខាងក្នុងអាបយ៉ាងជ្រៅទីនោះមានភាពស្ងប់ស្ងាត់គួរឲ្យខ្លាចជុំវិញខ្លួនពោពេញទៅដោយផ្ទាំងថ្មធំៗប៉ុន្តែសូអ៊ីតនៅតែបន្តដំណើរទៅមុខទៀតភ្លាមៗនោះគេមានអារម្មណ៍ថានៅខាងក្រោមទឹកហាក់ដូចជាមានអ្វីមួយដ៏គ្រោះថ្នាក់កំពុងតែលាក់ខ្លួនមិនបានប្រមាណផងសត្វចម្លែកមួយនោះក៏បានស្ទុះចេញពីក្នុងទឹកមកវាយប្រហារទៅកាន់ទូករបស់ពួកគេទៅមនុស្សជាច្រើនបានធ្លាក់ចូលទៅខាងក្នុងទឹកភ្លាមៗនោះនៅលើអាកាសវិញក៏មានសត្វនាគជាច្រើនប្រភេទចាប់ផ្ដើមវាយប្រហារមកកាន់ពួកគេផងដែរនៅឈុតបន្តមកទៀតយើងឃើញថាហេកាប់ពេលនេះកំពុងនៅក្នុងទីលានសម្រាប់ហ្វឹកហាត់គេកំពុងតែស៊ូលោកកូពើអំពី Night Fury ប៉ុន្តែភ្លាមៗនោះមានអ្នកមួយក្បាលបានចេញមកវាយប្រហារមកកាន់គេនៅពេលដែលបានឃើញអ្នកហេកាប់បានបញ្ញាប់ញ៉ារត់គេចហើយទៅលាក់ខ្លួនប៉ុន្តែសត្វនាគមួយនឹងបានមកដល់ក្បែរគេក្នុងមួយរពេចភ្នែកប៉ុណ្ណោះនិងកំពុងតែត្រៀមវាយប្រហារទៅកាន់ហេកាប់ហើយភ្លាមៗនោះក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Fristlake បានរត់ចូលមកហើយអ្នកក៏បានផ្លាស់ប្ដូរទិសដៅវាយប្រហារទៅលើគេវិញប៉ុន្តែ Fristlake អាចរត់គេចខ្លួនបានបន្ទាប់មកក្មេងប្រុសទាំងពីរនាក់នេះវិញក៏បានរត់ចូលមកនៅខាងមុខរបស់សត្វនាគលោក Cooper តែងតែស្រែកប្រាប់ទៅកាន់ពួកគេថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យគេចចេញពីការវាយប្រហាររបស់សត្វនាគបានភ្លាមៗនោះសត្វនាគបានបាញ់ភ្លើងមកលើពួកគេប៉ុន្តែអ្នកទាំងពីរនាក់អាចរត់គេចខ្លួនចេញបានយ៉ាងលឿនលក្ខណៈថាបឋិតបឋោយអញ្ចឹងណាចំណែកហេកាប់នៅតែបន្តស៊ូនាំទៅកាន់លោក Cooper អំពីសត្វនាគ Night Fury ក្នុងពេលនោះអាស្ទ្រីតបានវាយប្រហារទៅកាន់នាគចិត្តនឹងសម្លាប់វាបានទៅហើយស្រាប់តែស្លុតអាវបានចូលមកឈរនៅមុខអាស្ទ្រីតហើយនិយាយថាឯងចេញទៅម្ខាងទៅទុកឲ្យខ្ញុំដោះស្រាយប្រយុទ្ធជាមួយនឹងវាបន្តមកស្លុតអាវក៏បានបោះអាវុធរបស់គេទៅកាន់សត្វនាគប៉ុន្តែការវាយប្រហារនោះមិនបានធ្វើឲ្យសត្វនាគមានរបួសអ្វីឡើយនៅពេលដែលបានឃើញដូចនេះអ្នកពីរនាក់ចាប់ផ្ដើមរត់គេចហើយអ្នកក៏បានដេញតាមពួកគេទៅប៉ុន្តែអាស្ទ្រីតបានបង្ហាញភាពក្លាហានរបស់នាងដំបូងឡើយនាងបានជួយសង្គ្រោះហេកាប់បន្ទាប់មកនាងបានវាយប្រហារទៅកាន់សត្វនាគជាច្រើនដងធ្វើឲ្យអ្នកចាប់ផ្ដើមមានការភ័យខ្លាចចំពោះអាស្ទ្រីតទីបំផុតអាស្ទ្រីតក៏បានចាប់នាគនោះបញ្ចូលទៅខាងក្នុងរូងរបស់វាវិញទៅនៅពេលដែលបានឃើញដូចនេះកូបឺបានសរសើរនិងបានលើកទឹកចិត្តអាស្ទ្រីតនិងបានដាក់បន្ទុកឲ្យនាងឈរនៅពីមុខគេគឺជាអ្នកដែលទទួលបានបន្ទុកច្រើនហើយធ្វើបានល្អជាងគេអញ្ចឹងណាបន្ទាប់ពីនឹងមកហេកាប់បានកាន់ត្រីមួយក្បាលនិងខែលមួយដើរទៅកាន់កន្លែងរបស់ Night Fury ប៉ុន្តែគេមិនបានឃើញសត្វនាគនៅទីនោះឡើយហើយក៏បានចាប់ផ្ដើមមើលជុំវិញភ្លាមៗនោះសត្វនាគវាបានបង្ហាញខ្លួនមកពីខាងក្រោយហេកាប់ភ័យយ៉ាងខ្លាំងនៅពេលដែលបានឃើញសត្វនាគចាប់ផ្ដើមក៏ហឹមដាក់គេប៉ុន្តែហេកាប់បានប្រមូលភាពក្លាហាននិងបានបោះចោលខែនឹងទៅរួចហើយក៏យកត្រីទៅឲ្យអ្នកស៊ីប៉ុន្តែសត្វនាគនៅតែមិនទាន់ទុកចិត្តគេនៅឡើយទេដូច្នេះហើយហេកាប់ក៏បានដកកំបិតដែលមាននៅជាប់ខ្លួនហើយបោះវាចោលទៅឆ្ងាយបន្ទាប់មកហេកាប់ក៏បានដើរទៅជិតនាគក៏បានបើកមាត់ដើម្បីស៊ីត្រីភ្លាមៗនោះហេកាប់បានសង្កេតឃើញថាអ្នកនេះអត់មានធ្មេញសោះនៅពេលដែលបានឃើញបែបនេះហេកាប់ក៏បានដាក់ឈ្មោះវាថា Toothless ប៉ុន្តែភ្លាមនោះធ្មេញរបស់នាគវាបានលេចចេញមកហើយវានឹងបានឆក់ត្រីពីដៃរបស់ហេកាប់ទៅស៊ីក៏បានធ្វើឲ្យហេកាប់មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់មកនាគចាប់ផ្ដើមដើរមកជិតហេកាប់ក៏ភ័យដែរបាទពីព្រោះគិតថានាគនឹងគឺចង់ស៊ីខ្លួនប៉ុន្តែតាមក៏ពិតទៅនាគមិនបានមកស៊ីហេកាប់ទេវានឹងក៏បានយកត្រីមួយដុំចេញពីពោះរបស់វាហើយបានខ្ជាក់ទៅឲ្យហេកាប់វិញសត្វនាគហាក់ដូចជាចង់ឲ្យហេកាប់ស៊ីត្រីមួយនោះដែរហេកាប់បាននិយាយថាឯងចង់ដេញសើចជាមួយខ្ញុំមែនទេខ្ញុំមិនស៊ីរបស់ដែលឯងនៅសល់ទេប៉ុន្តែដោយសារសត្វនាគសម្លឹងមើលមកហេកាប់ក៏ត្រូវបង្ខំចិត្តស៊ីត្រីឆៅនោះទៅនៅពេលដែលបានឃើញហេកាប់ស៊ីត្រីឆៅអ្នកដែលហេកាប់ហៅថា Toothless ក៏ចាប់ផ្ដើមសើចបន្ទាប់មកហេកាប់បានក្រោកឈរឡើងហើយព្យាយាមលូកដៃទៅប៉ះវាប៉ុន្តែ Toothless បានរត់គេចចេញពីទីនោះហើយទៅកន្លែងផ្សេងមួយទៀតដោយវាបានប្រើប្រាស់ភ្លើងកម្ដៅកន្លែងនោះឲ្យក្ដៅរួចអង្គុយនៅលើវាទៅហេកាប់នៅតែដើរទៅរកវាដើម្បីព្យាយាមប៉ះវាអញ្ចឹងណានៅពេលបានឃើញហេកាប់អ្នកបានកំហឹមដាក់ឲ្យរត់ទៅកាន់កន្លែងផ្សេងមួយទៀតលុះដល់ពេលល្ងាច Toothless បានជួខ្លួនបញ្ច្រាស់ដូចជាសត្វប្រចៀវចំណែកហេកាប់កំពុងឲ្យយកឈើមកធ្វើអ្វីមួយភ្លាមៗនោះ Toothless បានលួចមកឈរនៅពីក្រោយហេកាប់សម្លឹងមើលថាតើហេកាប់កំពុងធ្វើអ្វីដែរហេកាប់ក៏បានដឹងថាអ្នកកំពុងឈរនៅពីក្រោយខ្លួនបន្ទាប់មកហេកាប់ក៏មានចេតនាគូររូបរបស់ Toothless នៅពេលបានឃើញដូចនេះអ្នកនឹងក៏បានយកមែកឈើមួយមកចាប់ផ្ដើមគូរតាមហេកាប់វានឹងក៏បានដើរជុំវិញហេកាប់គូអ្វីដែលនៅជុំវិញខ្លួនរបស់គេអ្នកនឹងក៏បានគូរខ្សែឲ្យញ៉ៃញ៉ៃជាច្រើននៅលើដីនៅពេលដែលហេកាប់ក្រោកឡើងដើរទៅមុខជើងរបស់គេបានដាក់ជាន់នៅលើខ្សែមួយធ្វើឲ្យ Toothless
Slash មានអារម្មណ៍ថាខឹងយ៉ាងខ្លាំងប៉ុន្តែ Hiccup ក៏បានលើកជើងចេញពីខ្សែនោះភ្លាមៗបន្ទាប់មកគេនឹងក៏បានប្រើប្រាស់ប្រាជ្ញាហើយដើរជះខ្សែទាំងអស់នឹងទៅរហូតមកដល់ក្បែរនាគពេលឃើញឱកាសបែបនេះ Hiccup ក៏បានលើកដៃទៅប៉ះនាគលើកនេះ Two Slash មិនបានរត់គេចឡើយវានឹងក៏បានអនុញ្ញាតឲ្យ Hiccup ប៉ះខ្លួនដោយផ្ទាល់បន្ទាប់មកសត្វនាគក៏បានចាក់ចេញពីកន្លែងមួយនឹងទៅនៅពេលយប់ឡើង Copper កំពុងតែប្រាប់ក្មេងៗអំពីរឿងរ៉ាវនៃភាពក្លាហានរបស់ខ្លួន Copper ប្រាប់ថាខ្លួនធ្លាប់ប្រយុទ្ធជាមួយនឹងសត្វនាគជាច្រើនហើយនៅក្នុងការប្រយុទ្ធគាត់បានបាត់បង់ដៃមួយនិងជើងមួយបន្ទាប់មក Copper បានប្រាប់ថាបើសិនជាចង់សម្លាប់សត្វនាគត្រូវតែកាត់ស្លាបរបស់វាជាមុនសិនដើម្បីកុំឲ្យវាអាចហោះហើរបាន Copper ក៏បាននិយាយបន្តទៀតថាសត្វនាគដែលមិនអាចហោះហើរបានគឺវាមិនអាចធ្វើឲ្យយើងបានឡើយនៅពេលបានលើដូចនេះ Hiccup ក៏បានបញ្ញាប់ញ៉ាចាក់ចេញពីទីនោះព្រោះគេយល់ថាហេតុអ្វីបានជា Two Slash មិនអាចហោះហើរបានត្រឹមត្រូវមិនអាចគ្រប់គ្រងការហោះហើររបស់ខ្លួនឯងបាននៅយប់នេះ Hiccup មិនបានគេងទេគេបានខិតខំធ្វើការងារពេញមួយយប់តែម្ដងដើម្បីធ្វើព្រុយកន្ទុយសិប្បនិម្មិតមួយសម្រាប់ឲ្យ Two Slash បន្តទៀតនៅពេលព្រឹកឡើង Hiccup បានយកព្រុយកន្ទុយដែលគេធ្វើរួចនិងត្រីជាច្រើនយកមកឲ្យ Two Slash បន្ទាប់មកគេនឹងក៏បានចាប់ផ្ដើមយកត្រីមួយយកមកឲ្យអ្នកស៊ីទៅក្នុងពេលនោះ Hiccup ក៏បានយកសត្វទង់មួយក្បាលចេញមក Two Slash ឃើញសត្វទង់វាភ័យយ៉ាងខ្លាំង Hiccup ក៏បានភ័យតាមដែរហើយក៏បានបញ្ញាប់បោះអន្ទង់នឹងចេញទៅឆ្ងាយរួចលងវាស្ងប់ស្ងាត់ចិត្តឡើងវិញបន្ទាប់មក Two Slash អាឡ័យតែរវល់ស៊ីត្រីចំណែក Hiccup បានទៅខាងក្រោយហើយចាប់ផ្ដើមធ្វើការងាររបស់ខ្លួនគេបានយកព្រុយដែលខ្លួនបានធ្វើរួចមកចងភ្ជាប់ជាមួយនឹងព្រុយរបស់ Two Slash ដែលនៅសល់មួយសន្ទុះក្រោយមកស្រាប់តែ Two Slash វាបានស្ទុះរត់ហើយចាប់ផ្ដើមហោះឡើងទៅលើអាកាសទៅ Hiccup ក៏បានហោះឡើងទៅជាមួយផងដែរដែលបានតោងកន្ទុយរបស់វា Hiccup ភ័យរហូតដល់ថ្នាក់លេចនោមដាក់ខោ Two Slash ក៏បានហោះហើរមួយសន្ទុះប៉ុន្តែបន្ទាប់មកវានឹងក៏បានចាប់ផ្ដើមធ្លាក់ចុះវិញ Hiccup ក៏បានកន្លាស់ព្រុយដែលគេបានធ្វើឲ្យវាហើយសត្វនាគក៏អាចគ្រប់គ្រងការហោះរបស់ខ្លួនបានយ៉ាងល្អនៅពេលបានឃើញបែបនេះ Hiccup និង Two Slash សប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែភ្លាមៗនោះ Hiccup ក៏បានធ្លាក់ចុះទៅខាងក្រោមបន្ទាប់មក Two Slash ក៏បានធ្លាក់ចុះទៅនៅក្នុងទឹកដែរនៅឈុតបន្តមកទៀតយើងឃើញថាក្មេងៗទាំងអស់បានត្រឡប់មកកាន់ទីលានកន្លែងវឹកហាត់វិញថ្ងៃនេះពួកគេត្រូវប្រឈមមុខជាមួយនឹងសត្វនាគដែលមានក្បាលពីរនាគនេះវាឆ្លាតហើយខ្លាំងពូកែដំបូងឡើយសត្វនាគវាបានបញ្ចេញផ្សែងយ៉ាងក្រាស់ធ្វើឲ្យគ្មាននរណាម្នាក់អាចមើលឃើញអ្វីច្បាស់ឡើយប៉ុន្តែភ្នែករបស់នាគនៅតែអាចមើលឃើញនិងតាមដានពួកគេទាំងអស់បាននៅក្នុងភាពច្បុកច្បាល់ញ៉ៃញ៉ៃទាំងនឹងក្មេងប្រុសដែលមានឈ្មោះថា Slow អាវនៅម្នាក់ទៀតបានច្រឡំគ្នាឯងគឺជាសត្វនាគហើយបាញ់ទឹកដាក់ទៅភ្លាមៗនោះសត្វនាគបានស្ទុះមកទាញបានម្នាក់ធ្វើឲ្យនាគទាំងអស់គ្នាបានដួលរាបពេញនឹងចំណែកសត្វនាគក៏បានចូលមកពីក្រោយ Hiccup និងបានវាយប្រហារទៅកាន់ Hiccup ឲ្យដួលផងដែរហើយវាចិត្តនឹងសម្លាប់ Hiccup ទៅហើយនៅពេលដែលបានឃើញដូចនេះ Copper ក៏បានបញ្ញាប់ញោមមកជួយសង្គ្រោះ Hiccup ប៉ុន្តែភ្លាមៗនោះមានរឿងមួយគួរឲ្យភ្ញាក់ផ្អើលបានកើតឡើងសត្វនាគមួយនឹងស្រាប់មានការភ័យខ្លាចចំពោះ Hiccup ទៅវិញប្រៀបដូចជា Hiccup ឥឡូវនេះកំពុងតែមានឫទ្ធិអំណាចអ្វីម្យ៉ាងសត្វនាគមួយក្បាលនឹងចាប់ផ្ដើមថយក្រោយដោយខ្លួនឯងតាមពិតទៅ Hiccup បានយកសត្វអន្ទង់ដែល Two Slash ធ្លាប់ខ្លាចមកជាមួយប្រើប្រាស់អន្ទង់នោះ Hiccup ក៏អាចគ្រប់គ្រងស្ថានភាពគ្រប់គ្រងអ្នកមួយនឹងបានបន្តមកគេនឹងក៏បានបញ្ជូនសត្វនាគឲ្យវាត្រឡប់ចូលខាងក្នុងទ្រុងវិញទៅនៅពេលបានឃើញបែបនេះមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទុករបស់ Hiccup នៅក្នុងការវឹកហាត់មួយនេះគឺទទួលបានរហូតដល់2បន្ទុកឯណោះបន្តមក Hiccup ក៏បាននិយាយថាចាំជួបគ្នានៅពេលក្រោយទៀតបានចាក់ចេញទៅដោយមិននិយាយអ្វីបន្ថែមទៀតឡើយបន្តទៀតនៅពេលយប់ឡើង Hiccup ក៏បានធ្វើកែបសម្រាប់ជិះនៅលើខ្នងរបស់សត្វនាគយកវាមកឲ្យ Two Slash ប៉ុន្តែនៅពេលដែលបានឃើញកែប Two Slash ក៏មានការភ័យហើយក៏បានរត់ចុះឡើងគ្រប់ទិសទី Hiccup បានព្យាយាមយ៉ាងលំបាកទម្រាំនឹងអាចដាក់កែបនៅលើខ្នងរបស់ Two Slash បានហើយឡើងជិះលើវាដើម្បីសាកល្បងហោះទៅប៉ុន្តែមិនបានយូរប្រមាណផងអ្នកពីរនាក់ក៏បានធ្លាក់ចុះមកខាងក្រោមវិញនៅពេលដែលបានឃើញដូចនេះ Hiccup ក៏បានធ្វើខ្សែក្បាត់សុវត្ថិភាពមួយសម្រាប់ខ្លួនឯងដើម្បីកុំឲ្យធ្លាក់ចុះពីលើខ្នងរបស់ Two Slash ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Hiccup នៅតែមិនអាចគ្រប់គ្រង Two Slash បានល្អហើយអ្នកពីរនាក់ក៏បានធ្លាក់ចុះមកវិញម្ដងទៀតទៅនៅពេលនោះ Hiccup ក៏បានសង្កេតឃើញថា Two Slash ចាប់ផ្ដើមកណ្ដាស់យ៉ាងខ្លាំងនៅពេលដែលវានៅជិតផ្កាទាំងអស់នេះដូច្នេះហើយវានឹងក៏បានធ្វើឲ្យ Hiccup ចាប់ផ្ដើមមានគំនិតថ្មីមួយផ្សេងទៀតនៅថ្ងៃបន្ទាប់នៅទីលានកន្លែងវឹកហាត់គេនឹងក៏បានផ្លុំផ្កាទាំងអស់នោះដាក់ទៅកាន់សត្វនាគធ្វើឲ្យសត្វនាគកណ្ដាស់ជាប់គ្នារហូតស្ទើរតែទ្រាំមិនបានទេដោយប្រើប្រាស់វិធីសាស្ត្រនេះ Hiccup ក៏បានឈ្នះក្នុងការវឹកហាត់នៅថ្ងៃនោះតែម្ដងបន្ទាប់មកមនុស្សគ្រប់គ្នាចាប់ផ្ដើមតាមសួរ Hiccup ថាតើគេធ្វើបានយ៉ាងដូចម្ដេចប៉ុន្តែ Hiccup គេបានរលេះនិងបានរត់ចេញពីពួកគេទៅហើយយើងឃើញថា Hiccup ពេលនេះគេកំពុងតែលេងសើចសប្បាយជាមួយនឹង Two Slash Hiccup ចាប់ផ្ដើមអេសខ្លួនឲ្យ Two Slashហាក់ដូចជាចូលចិត្តខ្លាំងមែនទែនហើយក៏បានដេកសម្រាកលក់ឡើងស្រុកស្រួលវាក៏បានធ្វើឲ្យ Hiccup រកឃើញវិធីសាស្ត្រថ្មីមួយទៀតដើម្បីគ្រប់គ្រងសត្វនាគបានបន្ទាប់ពីនឹងមកយើងឃើញថា Astrid កំពុងតែខិតខំប្រយុទ្ធបញ្ចេញសមត្ថភាពវាយគ្នាជាមួយនឹងសត្វនាគនៅលើទីលានវឹកហាត់ភ្លាមៗនោះស្រាប់តែសត្វនាគវាបានចូលមកវាយប្រហារទៅកាន់ Hiccup វិញម្ដង Astrid ក៏បានបញ្ញាប់ញ៉ារត់ចូលទៅវាយប្រហារទៅកាន់នាគប៉ុន្តែមិនទាន់បានធ្វើអីផងស្រាប់តែ Hiccup ក៏អាចគ្រប់គ្រងសត្វនាគមួយនឹងបានត្រឹមតែប្រមាណវិនាទីប៉ុណ្ណោះហើយនាគនឹងក៏បានដួលដេកស្អាតនៅកន្លែងនឹងទៅដោយសារតែគេប្រើប្រាស់ក្បាច់អេសខ្លួនរបស់នាគនៅពេលដែលបានឃើញរឿងនេះ Copper និងមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់មកដោយរាល់ថ្ងៃ Hiccup តែងតែអង្គុយញ៉ាំអាហារតែម្នាក់ឯងប៉ុន្តែពេលនេះមនុស្សគ្រប់គ្នាបានមកចោមរោម Hiccup បានសួរនាំថាតើគេអាចគ្រប់គ្រងអាសត្វនាគទាំងអស់នឹងបានដោយរបៀបណាពេលនេះមនុស្សគ្រប់គ្នាបែរជាមកចាប់អារម្មណ៍ទៅលើ Hiccup ជំនួសឲ្យ Astrid ទៅវិញពីព្រោះតែ Hiccup ប្រកែ
កាយខ្លាំងជាងរឿងនេះបានធ្វើឲ្យ Astrid ចាប់ផ្ដើមមានអារម្មណ៍ថាចំណាយនឹង Hiccup ជាខ្លាំងឈុនបន្តទៀតយើងឃើញថា Hiccup បានប្រើប្រាស់ពន្លឺចាំងផ្លាតរបស់ព្រះអាទិត្យឆ្លុះដាក់ទៅលើធូរស្លេសសម្រាប់ធូរស្លេសពន្លឺដែលចាំងផ្លាតនោះមើលទៅដូចជាសត្វល្អិតមួយហើយវាក៏បានព្យាយាមដេញចាប់ពន្លឺនោះលេងកំសាន្តតាមរយៈសកម្មភាពទាំងនេះ Hiccup ក៏បានរកឃើញវិធីសាស្ត្រថ្មីមួយទៀតដែលអាចយកមកប្រើប្រាស់ធ្វើជាអាវុធទប់ទល់ជាមួយនឹងសត្វនាគដែលខ្លួនកំពុងតែវឹកហាត់នៅថ្ងៃបន្តមកទៀតនៅកន្លែងទីលានសម្រាប់វឹកហាត់ Hiccup ក៏បានប្រើប្រាស់ពន្លឺព្រះអាទិត្យដែលបានឆ្លុះបញ្ចាំងមកដើម្បីដោះស្រាយបញ្ហានិងគ្រប់គ្រងអ្នកតូចមួយនឹងបានសម្រេចពន្លឺភ្លើងដែលចាំងផ្លាតមកនឹង Hiccup ក៏បានបញ្ជូនវាឲ្យត្រឡប់ចូលទៅខាងទ្រុងរបស់វាវិញបានដោយងាយស្រួលបំផុតមើលទៅអស្ចារ្យខ្លាំងមែនទែននៅពេលបានឃើញបែបនេះមនុស្សគ្រប់គ្នាកាន់តែមានការភ្ញាក់ផ្អើលឡើងចំពោះសមត្ថភាពរបស់ Hiccup ពួកគេក៏បានមកឈរជុំវិញ Hiccup បានសួរថាតើគេធ្វើរឿងទាំងអស់នេះបានដោយរបៀបណាចំណែក Astrid ក៏កំពុងតែគិតហេតុអ្វីបានជា Hiccup អាចគ្រប់គ្រងសត្វនាគទាំងអស់នេះបានដោយមិនចាំបាច់ប្រយុទ្ធជាមួយនឹងវាបែបនេះក្នុងពេលនោះ Astrid បានឃើញ Hiccup លួចទៅកាន់កន្លែងមួយហើយនាងក៏បានសម្រេចចិត្តលួចទៅតាមឃ្លាំមើល Hiccup ទៅប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែ Astrid មិនបានឃើញ Hiccup ទេមិនដឹងថា Hiccup ទៅណាបន្តទៀតទេដូចនេះហើយនាងក៏បានសម្រេចចិត្តត្រឡប់មកវិញសិនទៅចំណែក Hiccup វិញគេកំពុងតែតម្លើងឧបករណ៍ចាំបាច់មួយចំនួននៅលើខ្នងរបស់ Toothless ដើម្បីអាចជិះបញ្ជាវាបានបន្ទាប់មក Hiccup បានចង Toothless ជាមួយនឹងខ្សែហើយចាប់ផ្ដើមសាកល្បងឧបករណ៍ទាំងអស់ការសាកល្បងរបស់ Hiccup ទទួលបានជោគជ័យគេអាចតម្លើងឧបករណ៍គ្រប់យ៉ាងលើ Toothless បានយ៉ាងត្រឹមត្រូវចំណែកលោក Zoid បានត្រឡប់មកវិញដោយអាចគេចផុតពីការវាយប្រហាររបស់នាគយ៉ាងបឋិតបឋោយទៅតែគ្មានជីវិតត្រឡប់មកវិញហើយបាទបន្ទាប់មក Zoid បានប្រាប់ទៅកាន់លោក Copper ថាពួកគេបានស្វែងរកសម្បុកនាគនឹងអស់រយៈពេលចម្ងាយយ៉ាងឆ្ងាយប៉ុន្តែនៅតែមិនអាចស្វែងរកឃើញដដែល Copper ក៏នឹងខ្វល់រឿងនេះទេបែរជាគាត់ចាប់ផ្ដើមប្រាប់លោក Zoid អំពីស្នាដៃកូនប្រុសរបស់គេគឺ Hiccup លោក Copper បានសង្កេតឃើញថាមនុស្សគ្រប់គ្នាកំពុងតែសរសើរនិងនិយាយពី Hiccup តែម្នាក់ឯង Zoid គាត់មានការងឿងឆ្ងល់ជាខ្លាំងថាតើវាមានរឿងអីកើតឡើងចឹងណាចំណែក Hiccup គេបានចេញដំណើរជិះនៅលើខ្នងរបស់ Toothless ជាការកំសាន្តហោះឡើងទៅលើអាកាសពេលនេះគេអាចគ្រប់គ្រងបញ្ជា Toothless តាមចិត្តបានពីព្រោះតែ Hiccup បានដំឡើងឧបករណ៍ដែលមានរូបរាងដូចជាប្រអប់លេខនិងប្រព័ន្ធបញ្ជារបស់ម៉ូតូនៅលើខ្នង Toothless ដូច្នេះហើយគេអាចបញ្ជាឲ្យវាហោះតាមទិសដៅដែលខ្លួនចង់បានបន្ទាប់មក Hiccup ក៏បានបញ្ជាឲ្យ Toothless ហោះឡើងទៅខាងលើកាន់តែខ្ពស់ទៅប៉ុន្តែពេលដែលហោះកាន់តែខ្ពស់សន្លឹកក្តារដែលគេសរសេរបញ្ជាអំពីទីតាំងកន្លែងបញ្ជានឹងក៏បានហោះទៅបាត់ទៅក្នុងពេលនោះខ្សែក្រវ៉ាត់សុវត្ថិភាពរបស់ Hiccup ក៏បានរបូតចេញធ្វើឲ្យ Hiccup ចាប់ផ្ដើមធ្លាក់ចុះពីលើខ្នងរបស់ Toothless ចំណែកសត្វនាគក៏បានចាប់ផ្ដើមធ្លាក់ចុះមកតាមពីព្រោះតែ Toothless ត្រូវបាន Hiccup ជាអ្នកបញ្ជាដូច្នេះហើយនៅពេលដែល Hiccup បាត់បង់ការគ្រប់គ្រងសត្វអ្នកមួយនឹងក៏បាត់ការគ្រប់គ្រងផងដែរធ្លាក់ចុះមកទាំងពីរតែម្ដងទៅប៉ុន្តែ Hiccup បានព្យាយាមយ៉ាងលំបាករហូតអាចឡើងមកអង្គុយលើខ្នងរបស់ Toothless វិញបានបន្ទាប់មកគេបានខិតខំប្រឹងប្រែងគ្រប់គ្រងវាដើម្បីកុំឲ្យធ្លាក់ចុះទៅលើដី Hiccup ក៏អាចគ្រប់គ្រង Toothless បានវិញម្ដងទៀតនិងបានបញ្ជាឲ្យវាគេចផុតពីផ្ទាំងដុំថ្មធំៗដល់គ្រោះថ្នាក់រហូតអាចហោះចេញពីទីនោះដោយសុវត្ថិភាព Hiccup និង Toothless សប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់មក Hiccup កំពុងតែអង្គុយនៅក្នុងផ្ទះភ្លាមនោះឪពុករបស់គេក៏បានចូលមកនៅពេលដែលបានឃើញឪពុក Hiccup មានការភ័យខ្លាចយ៉ាងខ្លាំងឪពុករបស់គេបានដើរចូលមកជិតនិងបាននិយាយថាឯងគិតថាឯងនឹងអាចលាក់រឿងទាំងអស់នេះពីខ្ញុំបានរហូតមែនទេដូច្នេះឥឡូវនេះប្រាប់ខ្ញុំមកថាតើរឿងសត្វនាគទាំងអស់នោះមានអ្វីខ្លះនៅពេលបានឮបែបនេះ Hiccup គិតថាឪពុករបស់ខ្លួនបានដឹងរឿងតាក់ទងជាមួយនឹង Toothless ហើយដូច្នេះនឹងគេនឹងគឺភ័យកាន់តែខ្លាំងឡើង Hiccup ក៏បាននិយាយទាំងភ័យថាខ្ញុំក៏កំពុងតែចង់ប្រាប់ឪពុកផងដែរប៉ុន្តែភ្លាមនោះឪពុករបស់គេបែរជាសោយទៅវិញ Hiccup ក៏បានដឹងថាឪពុករបស់ខ្លួនគ្រាន់តែសួរនាំតាក់ទងជាមួយនឹងស្នាដៃដែលគេអាចធ្វើបានក្នុងការវឹកហាត់ប៉ុណ្ណោះបន្ទាប់មក Zoid បានសរសើរ Hiccup និងបាននិយាយប្រាប់ថាឯងអាចក្លាយជាអ្នកសម្លាប់នាគលំដាប់កំពូលបានហើយពេលដែលនិយាយដាក់ទៅកាន់កូនប្រុសរួចហើយ Zoid ក៏បានដើរចាក់ចេញទៅវិញទៅលុះព្រឹកឡើងយើងឃើញថា Hiccup នៅក្នុងសង្វៀនកន្លែងសម្រាប់វឹកហាត់ Astrid កំពុងតែប្រាប់ Hiccup ថាតំណែងជាអ្នកសម្លាប់សត្វនាគលំដាប់កំពូលតែខាត់ត្រូវតែជារបស់ខ្ញុំ Hiccup ក៏បានឆ្លើយតបទៅវិញថាអូខេអ្នកឯងយកក៏យកទៅខ្ញុំចង់បានផងនៅពេលដែលបានលើកដូចនេះ Astrid មានអារម្មណ៍ថាចម្លែកយ៉ាងខ្លាំងនៅក្បែរនោះឪពុករបស់ Hiccup ក៏កំពុងតែសម្លឹងមើលគេផងដែរសម្រាប់ Astrid ពេលនេះគឺជាឱកាសចុងក្រោយរបស់នាងក្នុងការក្លាយជាអ្នកសម្លាប់សត្វនាគលំដាប់កំពូលហើយនាងមិនអាចបោះបង់ឱកាសមួយនេះបានទេបន្ទាប់មក Astrid ក៏បានបញ្ញាប់ចូលទៅវាយប្រហារទៅកាន់សត្វនាគប៉ុន្តែមុនពេលនាងអាចធ្វើអ្វីបាន Hiccup បានកម្ចាត់សត្វនាគនោះរួចទៅហើយវាបានដេកផ្ងាពូអញ្ចឹងណានៅពេលដែលបានឃើញដូចនេះ Astrid ខឹងយ៉ាងខ្លាំងហើយចាប់ផ្ដើមស្រែកកំហុកដាក់ទៅកាន់ Hiccup ប៉ុន្តែ Copper បានចូលមកដល់ហើយបានជួយសម្រួលអ្នកទាំងពីរនាក់និងបានប្រកាសលទ្ធផលចំពោះអ្នកទាំងពីរនាក់ថាតើអ្នកណាគឺជាអ្នកឈ្នះដើម្បីឡើងទៅកាន់វគ្គបន្តទៀតដែលជាវគ្គចុងក្រោយខ្លាយខ្លួនទៅជាអ្នកសម្លាប់សត្វនាគលំដាប់កំពូលប្រចាំក្រុមកុលសម្ព័ន្ធរបស់ពួកគេអ្នកឈ្នះនោះគឺបានទៅលើ Hiccup នៅពេលដែលបានឃើញបែបនេះមនុស្សគ្រប់គ្នាសប្បាយចិត្តយ៉ាងខ្លាំងឪពុករបស់ Hiccup ក៏មានមោទនភាពចំពោះកូនប្រុសរបស់ខ្លួនដែរប៉ុន្តែ Astrid វិញកំពុងតែចំណាយនឹងស្នាដៃរបស់ Hiccup យ៉ាងខ្លាំងបន្តមកទៀត Hiccup បានយកហាមឲ្យ Toothless និងបានចាប់ផ្ដើមហៅឈ្មោះរបស់គេប៉ុន្តែ Astrid បានមកដល់ទីនោះមុនអង្គុយរងចាំនៅទីនោះរួចទៅហើយនៅពេល Hiccup បានឃើញ Astrid គេមានការភ្ញាក់ផ្អើលនិងបានសួរនាំនាងថាតើហេតុអ្វី
បានជាឯងមកទីនេះអាស្ទ្រីតក៏បានសួរតបទៅវិញចុះឯងមកទីនេះធ្វើអីដែរហើយនាងចាប់ផ្ដើមជាយាមបំភ័យហេកាប់ភ្លាមៗនោះអាស្ទ្រីតបានលើសំឡេងចម្លែកមួយបន្ទាប់មកធូស្លេសក៏បានបង្ហាញខ្លួនចេញមកពីក្រោយផ្ទាំងថ្មដោយវាគិតថាអាស្ទ្រីតគឺជាសត្រូវរបស់វាដូចនេះហើយវានឹងក៏បានបញ្ញាប់ចូលមកវាយប្រហារទៅកាន់អាស្ទ្រីតទៅប៉ុន្តែហេកាប់បានលោតចូលមកកណ្ដាលពួកគេទាំងពីរនាក់បានខ្វាត់ធូស្លេសដោយនិយាយថានាងគឺជាមិត្តរបស់ខ្ញុំទេពេលដែលបានឃើញរឿងនេះអាស្ទ្រីតមានការភ្ញាក់ផ្អើលនិងមិនយល់ថាមានរឿងអ្វីកំពុងកើតឡើងឡើយបន្ទាប់មកហេកាប់បានណែនាំពួកគេទាំងពីរនាក់ឲ្យស្គាល់គ្នាប៉ុន្តែអាស្ទ្រីតនាងភ័យខ្លាចខ្លាំងពេកក៏បានរត់ចេញពីកន្លែងនោះភ្លាមៗទៅហេកាប់គិតថាបើសិនជាអាស្ទ្រីតត្រឡប់ទៅផ្ទះវិញហើយប្រាប់អ្នកគ្រប់គ្នាអំពីធូស្លេសនោះជីវិតរបស់ធូស្លេសនឹងស្ថិតនៅក្នុងគ្រោះថ្នាក់ជាមិនខានដូច្នេះហើយហេកាប់និងធូស្លេសក៏បានចាប់អាស្ទ្រីតអស់នាំយកនាងទៅដាក់នៅលើចំណុចខ្ពស់មួយនៃអាផ្ទាំងថ្មដែលវាបានដុះនៅក្នុងទឹកសមុទ្រអាស្ទ្រីតនៅពេលដែលនាងជាប់នៅកន្លែងហ្នឹងនាងមានអារម្មណ៍ថាភ័យខ្លាចយ៉ាងខ្លាំងនិងបាននិយាយអង្វរប្រាប់ទៅកាន់ហេកាប់ឲ្យជួយយកនាងចុះពីទីនេះទៅបន្ទាប់មកហេកាប់ក៏បានលូកដៃទៅរកនាងអាស្ទ្រីតក៏បានចាប់ដៃរបស់ហេកាប់ហើយឡើងអង្គុយនៅពីក្រោយគេហេកាប់បាននិយាយប្រាប់ទៅកាន់ធូស្លេសឲ្យហោះចុះទៅវិញយឺតលក្ខណៈថ្នមអញ្ចឹងណាប៉ុន្តែធូស្លេសបែរជាមានអារម្មណ៍ថាចង់លេងសើចសប្បាយវាចាប់ដើមហោះយ៉ាងលឿនដើម្បីបំភ័យអាស្ទ្រីតវាបានហោះក្លាប់កាប់ផ្ងាវិលជុំធ្វើឲ្យអាស្ទ្រីតភ័យរហូតដល់បាសសក់ហើយបាទសូម្បីតែហេកាប់ក៏មិនយល់ថាធូស្លេសកំពុងចង់ធ្វើអ្វីដែរដោយភ័យខ្លាំងពេកអាស្ទ្រីតបាននិយាយសុំទោសធូស្លេសទៅនៅពេលដែលបានលើកដូចនេះធូស្លេសក៏បានឈប់លេងសើចនិងចាប់ដើមហោះត្រឹមត្រូវវិញលែងចង់ធ្វើបាបលែងចង់ក្លុកអាស្ទ្រីតទៀតហើយនៅពេលនេះអាស្ទ្រីតចាប់ដើមរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតដែលសម្លឹងមើលមកពីខាងលើអាកាសហើយនាងចាប់ដើមជឿទុកចិត្តទៅលើហេកាប់ផងដែរបន្ទាប់មកធូស្លេសបាននាំអ្នកទាំងពីរនាក់ទៅកាន់កន្លែងមួយដែលមានទេសភាពស្រស់ស្អាតជាងមុនទៀតអាស្ទ្រីតចាប់ដើមសប្បាយចិត្តរីករាយយ៉ាងខ្លាំងជាមួយនឹងដំណើរកម្សាន្តមួយនេះប៉ុន្តែភ្លាមៗនោះអាស្ទ្រីតបាននិយាយប្រាប់ទៅកាន់ហេកាប់ថាឯងខ្លាចជាអ្នកសម្លាប់អ្នកលំដាប់កំពូលហើយថ្ងៃស្អែកឯងនឹងត្រូវសម្លាប់អ្នកមួយក្បាលប៉ុន្តែហេកាប់បានឆ្លើយថាខ្ញុំមិនអាចសម្លាប់សត្វនាគបានទេខ្ញុំនឹងធ្វើមិត្តជាមួយនឹងសត្វនាគបង្ហាញឲ្យអ្នកគ្រប់គ្នាដឹងថាមនុស្សនិងសត្វនាគអាចរស់នៅជាមួយគ្នាបានក្នុងពេលនោះធូស្លេសហាក់ដូចជាមានអារម្មណ៍ថាមានអ្វីកើតឡើងមិនប្រក្រតីវាក៏បានបញ្ញាប់ព្យាយាមចាក់ចេញពីទីនោះអញ្ចឹងណាហេកាប់ឃើញដូច្នេះក៏បានសួរនាំថាតើមានរឿងអីតាមពិតធូស្លេសបានហោះហើរចូលទៅក្នុងវងនាគជាច្រើនដ៏ចៃដន្យដូចនេះហើយវាដាច់ខាតត្រូវតែហោះហើរទៅជាមួយនឹងវងសត្វនាគទាំងអស់នោះទៅទោះបីជាវាមិនចង់ក៏ដោយហេកាប់និងអាស្ទ្រីតបានសង្កេតឃើញថាសត្វនាគនីមួយៗសត្វតែបានពំខំសត្វផ្សេងទៀតដែលពួកវាបានប្រមាញ់បានហើយកំពុងនាំសត្វទាំងនោះទៅកាន់ទិសដៅទៅមួយមិនយូរប៉ុន្មានវងសត្វនាគទាំងអស់បានមកដល់សម្បុករបស់វាហើយបាទចំណែកធូស្លេសក៏បានឆ្លៀតឱកាសគេចចេញពីវងសត្វនាគទាំងអស់ហ្នឹងនាំយកហេកាប់ទៅលាក់ខ្លួននៅក្នុងរូងភ្នំតូចមួយនៅទីនោះហេកាប់និងអាស្ទ្រីតឃើញថានាគទាំងអស់កំពុងតែយកសត្វដែលពួកវាបានប្រមាញ់បានបោះចូលទៅខាងក្នុងរំដៅពោពេញទៅដោយភ្នំភ្លើងខណៈពេលនោះស្រាប់តែមានសត្វនាគធាត់មួយក្បាលមិនបានពំចំណីយកមកជាមួយទេភ្លាមៗនោះនាគដ៏ធំមួយនិងគ្រោះថ្នាក់ខ្លាំងបំផុតបានលេចចេញពីខាងក្រោមហើយហក់ស៊ីនាគធាត់មួយនោះតែម្ដងទៅនៅពេលដែលបានឃើញដូច្នេះសត្វនាគទាំងអស់ចាប់ផ្ដើមភ័យខ្លាចយ៉ាងខ្លាំងតាមពិតទៅសត្វនាគដ៏ធំមួយនោះគឺជាម្ចាស់ស្ត្រីរបស់ពួកវាទាំងអស់គ្នានឹងដូចនេះហើយសត្វនាគទាំងអស់ត្រូវតែរួមគ្នាស្វែងរកចំណីនិងពំយកមកឲ្យម្ចាស់ស្ត្រីរបស់ពួកវាស៊ីបន្ទាប់មកធូស្លេសបានរកឃើញឱកាសដ៏ល្អមួយនិងបានបញ្ញានាំហេកាប់និងអាស្ទ្រីតចេញពីកន្លែងដ៏គ្រោះថ្នាក់មួយនឹងហោះត្រឡប់មកវិញបានសម្រេចទៅនៅពេលដែលត្រឡប់មកដល់វិញអាស្ទ្រីតចង់ទៅប្រាប់ឪពុករបស់ហេកាប់អំពីសម្បុករបស់សត្វនាគប៉ុន្តែហេកាប់បានខ្វាត់នាងនិងបាននិយាយថាបើសិនជាពួកគេដឹងពួកគេច្បាស់ជានឹងសម្លាប់ធូស្លេសផងដែរអាស្ទ្រីតក៏បានឆ្លើយយល់ព្រមមិនប្រាប់រឿងទាំងអស់នឹងទៅកាន់នរណាទេប៉ុន្តែពួកយើងគួរតែធ្វើអ្វីទៀតហេកាប់មិនទាន់ឆ្លើយតបទេប៉ុន្តែគេសុំពេលវេលាមួយយប់ដើម្បីគិតអំពីបញ្ហាទាំងអស់នេះរកវិធីដោះស្រាយនៅថ្ងៃស្អែកអញ្ចឹងណាភ្លាមនោះអាស្ទ្រីតបានវាយហេកាប់មួយដៃហើយក៏បានថែបគេនិងបានចាក់ចេញទៅបាទហេកាប់ដែលត្រូវបានអាស្ទ្រីតថើបបែបនេះមានអារម្មណ៍ថារំភើបសប្បាយចិត្តយ៉ាងខ្លាំងលុះពេលវេលាថ្ងៃស្អែកឡើងគឺជាថ្ងៃដែលហេកាប់ត្រូវតែសម្លាប់នាគជាញាសាចុងក្រោយគេបង្អស់ក្នុងការវឹកហាត់រៀនសូត្ររបស់ខ្លួនមនុស្សម្នាទាំងអស់របស់ក្រុមកោសម្ព័ន្ធនឹងបានមកជួបជុំគ្នាដើម្បីមកមើលស្នាដៃរបស់ហេកាប់ពីព្រោះតែកន្លងមកគេមានសមត្ថភាពធ្វើបានល្អខ្លាំងមែនទែនឪពុករបស់ហេកាប់បាននិយាយសរសើរកូនប្រុសរបស់គេយ៉ាងខ្លាំងហើយហេកាប់ក៏កំពុងតែស្ដាប់ពាក្យសរសើរទាំងអស់នោះផងដែរបន្ទាប់មកការប្រយុទ្ធក៏បានចាប់ផ្ដើមហេកាប់បានពាក់មួកសុវត្ថិភាពដែលតំណាងថាគឺជាអ្នកដែលប្រយុទ្ធដ៏ខ្លាំងពូកែក្លាហានម្នាក់នឹងបានដើរចូលខាងក្នុងសង្វៀនប្រកួតទៅហេកាប់គេបានកាន់ខែលមួយកំបិតមួយភ្លាមនោះទ្វារដែលឃុំសត្វនាគត្រូវបានគេបើកសត្វនាគដ៏គ្រោះថ្នាក់មួយដែលមានភ្លើងព័ទ្ធជុំវិញខ្លួនបានដើរចេញមកនៅពេលដែលបានឃើញសត្វនាគនឹងហើយហេកាប់ក៏មានអារម្មណ៍ថាភ័យផងដែរដំបូងឡើយសត្វនាគមួយក្បាលនឹងវាបានព្យាយាមរត់គេចចេញពីទីនោះប៉ុន្តែវាមិនអាចរត់គេចខ្លួនបានឡើយដោយសារតែវាត្រូវចងជាប់ជាមួយនឹងខ្សែច្រវាក់បន្តមកសត្វនាគវាបានចូលមកជិតហេកាប់និងចាប់ដើមត្រៀមវាយប្រហារទៅកាន់គេប៉ុន្តែភ្លាមនោះហេកាប់បានបោះអាកំបិតនិងខែលរបស់គេចោលនៅលើដីនៅពេលដែលបានឃើញដូចនេះស្តូអ៊ីដែលជាឪពុករបស់គេគិតថាវានឹងគឺជារឿងដែលឈួតឡប់បំផុតបន្ទាប់មកស្រាប់តែហេកាប់ក៏បានដោះមួករបស់គេចេញថែ
មទៀតឃើញកូនប្រុសរបស់ខ្លួនធ្វើដូចនេះឪពុករបស់ហ៊ីខាប់មានអារម្មណ៍ថាម៉ាស់យ៉ាងខ្លាំងនៅចំពោះមុខអ្នកគ្រប់គ្នាឪពុករបស់ហ៊ីខាប់បានស្រែកបញ្ជាឲ្យបញ្ឈប់ចំពោះការប្រយុទ្ធមួយនេះនាំសត្វនាគដាក់ចូលខាងក្នុងទ្រុងវិញប៉ុន្តែហ៊ីខាប់គាត់មិនព្រមឡើយនិងបានប្រាប់ទៅកាន់អ្នករាល់គ្នាថាសូមមើលអ្វីដែលខ្ញុំកំពុងតែធ្វើនេះហ៊ីខាប់បានដើរចូលទៅជិតនិងអាចគ្រប់គ្រងសត្វនាគមួយនឹងបានទៅហើយប៉ុន្តែភ្លាមនោះឪពុករបស់គេបានស្រែកដាក់ខ្លាំងសម្លេងនោះបានធ្វើឲ្យសត្វនាគភ័យនិងចាប់ដើមវាយប្រហារទៅកាន់ហ៊ីខាប់ចំណែក Toothless ក៏បានដឹងថាហ៊ីខាប់កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់បែបនេះវានឹងក៏បានបញ្ញាប់បញ្ញាល់ហោះទៅជួយហ៊ីខាប់ភ្លាមតែម្ដងសត្វនាគបានបាញ់ភ្លើងដាក់ទៅកាន់ហ៊ីខាប់ក៏បានបញ្ញាប់បញ្ញាល់រត់គេចដើម្បីការពារខ្លួននៅក្នុងពេលនោះ Astrid ក៏បានចូលទៅក្នុងខ្សែវៀនហើយបានព្យាយាមធ្វើយ៉ាងណាឲ្យអ្នកមួយនឹងផ្លាស់ប្ដូរទិសដៅវាយប្រហារមកកាន់ខ្លួនវិញចំណែកលោក Stoid ក៏បានចូលមកផងដែរហ៊ីខាប់ពេលនេះគេមិនអាចចេញទៅណារួចខ្លួនទេចង់រត់ចេញពីខ្សែវៀនក៏មិនបានដែរសត្វនាគនឹងក៏បានចាប់ខ្លួនគេបានសម្រេចរៀបនឹងធ្វើសកម្មភាពសម្រាប់គេទៅហើយភ្លាមនោះស្រាប់តែ Toothless ក៏បានហោះចូលមកដល់ទាន់ហើយវៀនក៏បានជួយការពារហ៊ីខាប់ដោយបានវាយប្រហារទៅលើសត្វនាគមួយនឹងទៅមនុស្សគ្រប់គ្នាមានការភ័យផ្អើលជាខ្លាំងនៅពេលដែលពួកគេបានឃើញប្រភេទនាគដែលមានឈ្មោះថា Nightjury Toothless បានវាយប្រហារនាគនោះយ៉ាងខ្លាំងរហូតបានធ្វើវាផិតភ័យបានរត់ត្រឡប់ចូលទៅខាងក្នុងទ្រុងរបស់វាវិញទៅបន្ទាប់មកហ៊ីខាប់បានប្រាប់ Toothless ថាត្រូវតែបញ្ញាប់រត់ចេញពីទីនេះឲ្យលឿនប៉ុន្តែពេលនោះមនុស្សគ្រប់គ្នាបានចូលមកព័ទ្ធជុំវិញ Toothless រួចទៅហើយលោក Stoid បានចូលមកដល់ហើយចាប់ផ្ដើមវាយប្រយុទ្ធជាមួយនឹង Toothless ហើយដូចយើងបានដឹងហើយថា Toothless មិនមែនគឺជានាគដែលទន់ខ្សោយឡើយដូចនេះហើយវាបានចូលទៅចាត់ការវាយប្រយុទ្ធជាមួយនឹងលោក Stoid វិញ Toothless រៀបនឹងសម្លាប់លោក Stoid ទៅហើយស្រាប់តែ Hiccup បានឃាត់វាមិនឲ្យវាធ្វើបាបឪពុករបស់ខ្លួនទេបន្ទាប់មកមនុស្សគ្រប់គ្នាបានចូលទៅចាប់ Toothless ហើយបានយកវាទៅឃុំទុកទៅ Hiccup បាននិយាយសុំឪពុករបស់ខ្លួនឲ្យដោះលែង Toothless វិញប៉ុន្តែឪពុករបស់គេមិនព្រមស្ដាប់ឡើយបន្ទាប់មកលោក Stoid បាននាំ Hiccup ត្រឡប់ទៅផ្ទះវិញនិងបានស្ដីបន្ទោសឲ្យគេយ៉ាងខ្លាំង Hiccup នៅតែទទូចសុំឲ្យឪពុករបស់ខ្លួនម្ដងហើយម្ដងទៀតឲ្យដោះលែង Toothless ទៅឪពុករបស់គេក៏បាននិយាយថាអ្នកនោះគឺបានសម្លាប់ម្ដាយរបស់ឯងថាតើឯងនៅឈរខាងពួកវាទៀតឬនៅពេលដែលបានលើកដូចនេះ Hiccup ក៏ខឹងបែរជាប្រាប់ទៅកាន់ឪពុករបស់គេអំពីទីតាំងសម្បុកសត្វនាគបន្ទាប់មក Stoid ចាប់ផ្ដើមសួរ Hiccup លម្អិតបន្ថែមទៀតពេលនោះ Stoid ក៏បានដឹងថាមានតែ Toothless ប៉ុណ្ណោះដែលអាចនាំពួកគេទៅដល់ទីតាំងកន្លែងសម្បុករបស់សត្វនាគបានដូច្នេះហើយ Stoid ក៏បានបញ្ជាឲ្យអ្នកគ្រប់គ្នាដែលជាកូនចៅរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីទៅកាន់សម្បុកទីតាំងកន្លែងសត្វនាគទាំងអស់នោះព្រឹកថ្ងៃបន្តមកទៀត Stoid ក៏បានចង Toothless បាននាំវាចេញដំណើរដើម្បីទៅកាន់ទីតាំងកន្លែងសម្បុកនាគទៅចំណែក Hiccup វិញគេនៅអង្គុយសោកសៅនៅទីនេះតែម្នាក់ឯងភ្លាមនោះ Astrid បានមករក Hiccup អ្នកពីរនាក់ក៏បាននិយាយគ្នាដោយអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងបន្ទាប់មក Hiccup ក៏បានប្រាប់ Astrid ថាខ្ញុំនឹងទៅធ្វើរឿងមួយគឺជារឿងដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់អញ្ចឹងណានិយាយចប់ហើយគេនឹងក៏បានចាក់ចេញទៅនៅម្ខាងទៀត Stoid ក៏បានមកដល់ចិត្តអាសម្បុកទីតាំងកន្លែងសត្វនាគនឹងហើយនៅជុំវិញនោះមានអ្នកជាច្រើនកំពុងតែហោះហើរពេញនឹង Stoid ក៏បានដឹកនាំក្រុមរបស់គេឆ្លងកាត់ពងសត្វនាគទាំងអស់នោះមិនយូរប៉ុន្មានពួកគេក៏បានមកដល់ទីតាំងកន្លែងសម្បុករបស់សត្វនាគនៅពេលដែលបានឃើញសម្បុកដ៏ធំសម្បើមដូចនេះ Stoid មានការភ្ញាក់ផ្អើលនិងស្លាំងកាំងយ៉ាងខ្លាំងចំណែក Hiccup អាចគ្រប់គ្រងសត្វនាគដ៏គ្រោះថ្នាក់មួយដែលជាប់ឃុំខ្លួននៅទីតាំងកន្លែងទីលានសម្រាប់វឹកហាត់ហើយថែមទាំងបង្រៀន Slot អៅឲ្យចេះគ្រប់គ្រងសត្វនាគផងដែរប៉ុន្តែ Slot អៅគេនៅមានអារម្មណ៍ថាភ័យខ្លាចចំពោះសត្វនាគយ៉ាងខ្លាំងបន្ទាប់មក Hiccup បានជួយឲ្យមិត្តភ័ក្តិរបស់គេម្នាក់ៗអាចធ្វើជាមិត្តឬក៏ចេះគ្រប់គ្រងសត្វនាគទាំងអស់នឹងបានសម្រេចជោគជ័យគ្រប់គ្នាទៅកលេចមកមើលឯនេះវិញលោក Stoid បានរៀបចំកងកម្លាំងរបស់គាត់រួចជាស្រេចដើម្បីចាត់ការសម្រាប់សត្វនាគទាំងអស់នឹងជាពិសេសគាត់បានលើកទឹកចិត្តនិងបានជំរុញឲ្យគ្នារបស់ខ្លួនត្រៀមខ្លួនប្រយុទ្ធត្រូវតែសម្រាប់សត្វនាគទាំងអស់នៅពេលនេះដែរឈុតឆាកប្រយុទ្ធគ្នាការធ្វើសង្គ្រាមរវាងមនុស្សជាមួយនឹងសត្វនាគគឺបានចាប់ផ្ដើមឡើងហើយក្រុមកងទ័ពរបស់លោក Stoid បានប្រើប្រាស់ឧបករណ៍គប់ដុំថ្មធំវាយប្រហារទៅលើសម្បុករបស់សត្វនាគការវាយប្រហាររបស់ពួកគេបានធ្វើឲ្យជញ្ជាំងរបស់សម្បុកនាគនឹងគឺមានប្រហោងធំមួយដូចនេះហើយលោក Stoid ក៏បានដើរចូលទៅមើលក្នុងទីតាំងកន្លែងរូងមួយនឹងនៅពេលនោះស្រាប់តែមានដុំភ្លើងមួយបានធ្លាក់បាញ់ចូលទៅខាងក្នុងធ្វើឲ្យគាត់ឃើញមានសត្វនាគជាច្រើនភ្លាមនោះស្រាប់តែសត្វនាគទាំងអស់បាននាំគ្នាហោះចេញទៅក្រៅយ៉ាងលឿននៅពេលដែលបានឃើញទស្សនវិជ្ជាបែបនេះលោក Stoid មានការភ្ញាក់ផ្អើលជាខ្លាំងហើយកងទ័ពរបស់គាត់នឹងក៏ស្លាំងកាំងដែរសូម្បីតែ Toothless ក៏មានការភ័យខ្លាចនៅពេលដែលបានឃើញស្ថានភាពបែបនេះមនុស្សគ្រប់គ្នាគិតថាពួកគេអាចបណ្ដេញសត្វនាគចេញពួកគេគឺជាអ្នកឈ្នះក្នុងការធ្វើសង្គ្រាមមួយនេះប៉ុន្តែពួកគេមិនបានដឹងឡើយថាសង្គ្រាមពិតប្រាកដទើបនឹងចាប់ផ្ដើមនោះទេហើយមនុស្សមិនបានដឹងខ្លួនឡើយថាពួកគេបានធ្វើកំហុសដ៏ធំប៉ុណ្ណានោះភ្លាមនោះដីចាប់ផ្ដើមប្រេះបែកពីព្រោះតែនៅក្រោមដីមាននាគដ៏ធំមហិមាមួយមានទំហំស្ទើរតែដូចជាមួយនឹងដាយណូស័រយក្សបានផុសឡើងមកនៅពេលដែលបានឃើញវាមនុស្សគ្រប់គ្នាបាននាំគ្នារត់គេចដើម្បីការពារជីវិតរបស់ខ្លួននៅពេលដែលសត្វយក្សធំមួយនឹងវាបានផុសចេញមកវាបានបាញ់ភ្លើងវាប្រហារទៅលើមនុស្សគ្រប់គ្នាបណ្ដាលឲ្យមនុស្សជាច្រើនត្រូវបានភ្លើងឆេះស្លាប់ពេលឃើញបែបនេះ Toothless ក៏បានព្យាយាមរំដោះខ្លួនចេញពីកន្លែងនោះដែរលោក Stoid បានបញ្ជាឲ្យមនុស្សគ្រប់គ្នាបញ្ញារត់ទៅផ្នែកម្ខាងទៀតនៃកោះគណៈពេលដែលគាត់គឺនៅសល់តែម្នាក់ឯងដើម្បីប្រយុទ្ធតតាំងជាមួយនឹងសត្វនាគមួយនឹងលោក Copper ក៏បានទៅជួយគាត់ហើយពួកគេទាំងពីរនាក់បានរួមដៃគ្នាវាយប្រហារកម្ចាត់ទៅកាន់សត្វនាគនៅពេល
ដែលសត្វនាគកំពុងតែត្រៀមវាយប្រហារទៅកាន់ពួកគេនឹងពីរនាក់វិញស្រាប់តែហ៊ីខាប់បានមកដល់ជាមួយនឹងគ្នាមិត្តភក្តិរបស់ខ្លួនពួកគេបានព្យាយាមធ្វើសកម្មភាពយ៉ាងណាដើម្បីឲ្យសត្វនាគនឹងងាកទៅវាយប្រហារទៅកាន់ពួកគេវិញលោកសូអ៊ីតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញហ៊ីខាប់កំពុងជិះនៅលើខ្នងរបស់សត្វនាគពួកក្មេងៗក៏បានរួមដៃគ្នាប្រយុទ្ធវាយប្រហារទៅកាន់ស្ដេចសត្វនាគមួយនឹងបង្កើតបានជាភ្លើងឆាបឆេះយ៉ាងខ្លាំងភ្លាមនោះហ៊ីខាប់បានក្លេកឃើញធូស្លេសកំពុងជាប់ចំណងរើបំលាស់ខ្លួនមិនរួចទេដូច្នេះហើយគេនឹងក៏បានបញ្ញាបញ្ញាទៅជួយដំដោះធូស្លេសប៉ុន្តែធូស្លេសត្រូវបានចងខ្សែយ៉ាងជាប់ហើយមិនអាចដោះចេញវិញបានងាយទេហើយក្រុមពួកក្មេងៗនៅពេលនេះពួកគេចាប់ផ្ដើមជួបបញ្ហាធំផងដែរពួកគេបែរជាធ្វើឲ្យអ្នករបស់ខ្លួនបាត់បង់ការគ្រប់គ្រងទៅវិញដោយសារតែបែបនេះហើយស្លុតអាវក៏បានធ្លាក់ចុះពីលើខ្នងរបស់សត្វនាគចំណែកហ្វេសលេកក៏បានធ្លាក់ចុះទៅលើដីផងដែរស្ដេចនាគកំពុងតែត្រៀមយកជើងរបស់វាជន់ហ្វេសលេកឲ្យស្លាប់តែម្ដងប៉ុន្តែស្លុតអាវបានវាយប្រហារទៅលើភ្នែករបស់វាម្ដងហើយម្ដងទៀតធ្វើឲ្យស្ដេចនាគមានការជឿចាប់យ៉ាងខ្លាំងហើយហ្វេសលេកក៏អាចគេចផុតពីគ្រោះថ្នាក់មួយនឹងបានទាន់ពេលទៅដោយសារតែការវាយប្រហាររបស់ស្ដេចនាគធូស្លេសនិងហ៊ីខាប់បានធ្លាក់ចូលខាងក្នុងទឹកធូស្លេសត្រូវបានជាប់ខ្សែចំណងហើយវាក៏បានលិចចូលក្រោមបាតទឹកហ៊ីខាប់បានព្យាយាមអស់ពីសមត្ថភាពដើម្បីដោះខ្សែចំណងរបស់ធូស្លេសភ្លាមៗនោះឪពុករបស់គេក៏បានចុះចូលក្នុងទឹកមកដល់ផងដែរគាត់ក៏បានទាញហ៊ីខាប់ចេញពីទឹករួចយកគេទៅទុកលើច្រាំងដោយសុវត្ថិភាពបន្ទាប់មកគាត់ក៏បានត្រឡប់មករកធូស្លេសវិញនិងបានដោះច្បាក់របស់វាបានសម្រេចនៅពេលដែលធូស្លេសរួចខ្លួនមានសេរីភាពគេនឹងក៏បានជួយយកលោកសូអ៊ីតចេញពីទឹកនិងបាននាំគាត់មកកន្លែងដែលមានសុវត្ថិភាពទៅហ៊ីខាប់ក៏បានបញ្ញាប់ឡើងជិះនៅលើខ្នងរបស់ធូស្លេសភ្លាមៗនោះឪពុករបស់គេក៏បាននិយាយសុំទោសទៅកាន់កូនប្រុសរបស់ខ្លួនដោយបាននិយាយថាខ្ញុំពិតជាមានមោទនភាពចំពោះកូនខ្លាំងណាស់នៅពេលដែលបានលើកដូចនេះហ៊ីខាប់មានអារម្មណ៍ថារំភើបសប្បាយចិត្តរីករាយយ៉ាងខ្លាំងបន្ទាប់មកហ៊ីខាប់ក៏បានចេញទៅជួយមិត្តភក្តិរបស់ខ្លួនចំណែកស្លុតអាវបានរត់ឡើងលឿនបានលោតចុះទៅក្រោមដើម្បីគេចចេញពីការវាយប្រហាររបស់ស្ដេចនាគគ្នារបស់គេផ្សេងទៀតបានចាប់គេទាន់ពេលវេលាទៅមិនមានគ្រោះថ្នាក់អីទេនៅពេលនោះស្ដេចនាគវាបានកំណត់គោលដៅចង់វាយប្រហារទៅកាន់អាស្ទ្រីតបានព្យាយាមរត់គេចចេញពីទីនោះប៉ុន្តែស្ដេចនាគនឹងក៏បានចាប់កន្ទុយនាគរបស់នាងជាប់នៅពេលដែលបានឃើញបែបនេះអាស្ទ្រីតបានសម្រេចចិត្តចូលទៅខាងក្នុងមាត់របស់ស្ដេចនាគហើយបានប្រើប្រាស់អាវុធរបស់ខ្លួនដែលជាវត្ថុនឹងវាយបំបាក់ធ្មេញរបស់ស្ដេចនាគទៅនៅទីបំផុតអាស្ទ្រីតក៏អាចជួយសង្គ្រោះសត្វនាគរបស់នាងបានសម្រេចហ៊ីខាប់ក៏បានដឹងថាអាស្ទ្រីតកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ភ្លាមៗនោះអាស្ទ្រីតក៏បានលុតចុះមកខាងក្រោមចេញពីមាត់របស់ស្ដេចនាគធូស្លេសក៏បានហោះមកចាប់យកនាងទាន់ពេលហើយនាំនាងចុះទៅលើដីដោយសុវត្ថិភាពទៅបន្ទាប់មកហ៊ីខាប់បានវាយប្រហារទៅកាន់ស្ដេចនាគបន្តទៀតធ្វើឲ្យស្ដេចនាគមួយនឹងខឹងខ្លាំងមែនទែនដូច្នេះហើយវានឹងក៏បានបែរមកដេញតាមធូស្លេសតែម្ដងស្ដេចនាគមួយនឹងក៏បានចាប់ដើមហោះឡើងទៅលើមេឃផងដែរលោកសូអ៊ីតជាមួយនឹងមនុស្សម្នាផ្សេងទៀតជាក្រុមកោតសម្ព័ន្ធគ្នាបពុរបស់ពួកគេមានការស្លាំងកាំងជាខ្លាំងនៅអ្វីដែលពួកគេបានឃើញម្ចាស់ស្ត្រីស្ដេចនាគមួយនឹងបានបាញ់ភ្លើងដាក់ទៅកាន់ធូស្លេសប៉ុន្តែធូស្លេសបានហោះចូលខាងក្នុងពពកបបាំងកាយលាក់ខ្លួនជាមួយនឹងអាដុំពពកទាំងអស់ហ្នឹងមើលមិនឃើញទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយស្ដេចនាគបានចាប់ដើមស្វែងរកធូស្លេសគ្រប់ទីកន្លែងភ្លាមៗនោះធូស្លេសបានបាញ់ភ្លើងជាច្រើនជាបន្តបន្ទាប់ដាក់ទៅកាន់ស្លាបរបស់ស្ដេចនាគដោយសារតែការវាយប្រហារបែបនេះស្លាបរបស់ស្ដេចនាគមានប្រហោងជាច្រើនចំណែកមនុស្សដែលឈរនៅខាងក្រោមមើលឃើញតែពន្លឺដូចជាភ្នែកបន្ទូលហោះឆ្វេងឆ្វាយនៅលើមេឃស្ដេចនាគកាន់តែខឹងហើយនឹងបានចាប់ដើមបាញ់ភ្លើងទៅគ្រប់ទិសទីគ្រប់ទីកន្លែងតែម្ដងពេលនោះស្រាប់តែស្លាប់កន្ទុយសព្វនិមិត្តដែលហ៊ីខាប់បានធ្វើឲ្យធូស្លេសក៏ត្រូវបានឆេះនិងចាប់ដើមរលាយទៅនៅពេលដែលបានឃើញដូចនេះហ៊ីខាប់បានព្យាយាមប្រើប្រាស់ IQ ប្រាជ្ញារបស់ខ្លួនដើម្បីធ្វើការបោកបញ្ឆោតទៅកាន់ស្ដេចសត្វនាគមួយនឹងប្រើប្រាស់ផែនការចុងក្រោយរបស់ខ្លួនសម្រាប់ដាច់ជីវិតរបស់ស្ដេចសត្វនាគមួយនឹងតែម្ដងនៅពេលនេះយើងឃើញថាធូស្លេសបានបោកបញ្ឆោតស្ដេចនាគឲ្យហោះចុះមកខាងក្រោមឲ្យលឿនដើម្បីដេញតាមវាយប្រហារខ្លួនខណៈពេលដែលស្ដេចនាគដ៏ធំមួយនឹងកំពុងតែត្រៀមហាមាត់វាយប្រហារទៅកាន់ធូស្លេសទៅហើយភ្លាមៗនោះធូស្លេសបានបង្វិលខ្លួនត្រឡប់មកថយក្រោយបាញ់ភ្លើងចូលខាងក្នុងមាត់របស់ស្ដេចនាគធំមួយនឹងទៅភ្លើងក៏បានឆាបឆេះឡើងពេញមាត់របស់ស្ដេចនាគធ្វើវាធ្លាក់បុកជាមួយនឹងដីយ៉ាងខ្លាំងក្នុងល្បឿនដ៏លឿនរហូតបានធ្វើឲ្យអណ្ដាតភ្លើងធំជាច្រើនបានផ្ទុះឡើងពីពេញតំបន់មួយនឹងទៅម្ចាស់ស្ត្រីស្ដេចនាគមួយនឹងក៏បានស្លាប់បង់ជីវិតទៅចំណែកធូស្លេសក៏ប៉ុនហោះឡើងទៅខាងលើប៉ុន្តែភ្លាមៗនោះវាបានបុកជាមួយនឹងកន្ទុយរបស់ស្ដេចសត្វនាគធ្វើឲ្យហ៊ីខាប់ធ្លាក់ចុះទៅកាន់តំបន់ដែលកំពុងតែមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនឹងនៅពេលបានឃើញដូចនេះធូស្លេសក៏បានខិតខំប្រឹងប្រែងអស់ពីកម្លាំងរបស់ខ្លួនដើម្បីហោះទៅជួយសង្គ្រោះហ៊ីខាប់ប៉ុន្តែប្រហែលជាគ្រប់យ៉ាងវាយឺតពេលទៅហើយមិនអាចជួយសង្គ្រោះទាន់ទេភ្លាមៗនោះអាប់ដ៏ក្រាស់បានក្របតំបន់ជុំវិញកន្លែងនោះលោកសូអ៊ីតបានព្យាយាមស្វែងរកកូនប្រុសរបស់ខ្លួនយ៉ាងអស់សង្ឃឹមក៏ថាហ៊ីខាប់ប្រហែលជាមិនមានជីវិតរស់ទេភ្លាមៗនោះគាត់នឹងក៏បានរកឃើញធូស្លេសដែលរងរបួសយ៉ាងធ្ងន់ធ្ងរគាត់នឹងក៏បានបាត់បង់ក្តីសង្ឃឹមអស់លីងហ៊ីខាប់ច្បាស់ជាត្រូវស្លាប់ 100% ហើយគាត់នឹងក៏មិនអាចធ្វើបានដែរបានត្រឹមតែអង្គុយយំក្បែរធូស្លេសប៉ុណ្ណោះបន្តិចក្រោយមកមនុស្សគ្រប់គ្នាបានមកដល់ពួកគេមានការសោកសៅពិបាកចិត្តយ៉ាងខ្លាំងនៅពេលបានឃើញទស្សនវិជ្ជាបែបនេះអាស្ទ្រីតបានមកនិយាយលំលោមសូអ៊ីតកុំឲ្យពិបាកចិត្តឲ្យកាត់ចិត្តទៅប៉ុន្តែខ្លួននាងផ្ទាល់ក៏មិនអាចទប់ទឹកភ្នែកបានដែរគឺនាងចាប់ដើមយំអញ្ចឹងណានៅពេលបាន
ឃើញមនុស្សគ្រប់គ្នាកំពុងតែយំសោកសៅបែបនេះស្រាប់តែ Toothless បានបើកស្លាបរបស់វាចេញមកគ្រប់គ្នាក៏បានឃើញ Hiccup កំពុងស្ថិតនៅក្រោមស្លាបរបស់វានៅពេលដែលបានឃើញបែបនេះលោក Stoic ក៏បានបញ្ញាប់ទៅលើក Hiccup ឡើងហើយអ្នកគ្រប់គ្នាក៏បានដឹងថា Hiccup នៅមានជីវិតទេបាទពួកគេក៏បាននាំគ្នាត្រេកអរសប្បាយចិត្តយ៉ាងខ្លាំងទៅបន្តមក Stoic បាននិយាយអរគុណទៅកាន់ Toothless ដោយចិត្តស្មោះអស់ពីបេះដូងរបស់ខ្លួនចំពោះការជួយសង្គ្រោះជីវិតរបស់ Hiccup ឈុតបន្តមកទៀតយើងឃើញថា Hiccup គេបានត្រឡប់មកនៅខាងក្នុងផ្ទះរបស់ខ្លួនវិញហើយ Hiccup ក៏បានភ្ញាក់ដឹងខ្លួនឡើងវិញ Toothless ក៏បានមកលិតគេពោពេញទៅដោយសេចក្តីស្រឡាញ់ Hiccup បានព្យាយាមក្រោកឡើងប៉ុន្តែព្រាមនោះគេក៏បានដឹងថាតាមពិតទៅខ្លួនបានបាត់បង់ជើងម្ខាងទៅហើយលោក Copper ក៏បានធ្វើជើងសម្បត្តិនៅមិត្តមួយឲ្យទៅកាន់ Hiccup បន្តមក Hiccup ក៏បានដើរចេញទៅខាងក្រៅដោយយឺតហើយនឹងបានកាន់ច្រត់ទប់ខ្លួននៅលើក្បាលរបស់ Toothless ផងដែរពីព្រោះគេមិនទាន់ទម្លាប់ខ្លួនក្នុងការដើរជាមួយនឹងអាជើងសម្បត្តិនៅមិត្តមួយនឹងទេប៉ុន្តែនៅពេលដែលគេឃើញទស្សនវិជ្ជានៅខាងក្រៅ Hiccup មានភាពស្រឡាំងកាំងយ៉ាងខ្លាំងពីព្រោះតែក្តីសុបិនរបស់គេពេលនេះបានคล้ายជាការពិតហើយគឺមនុស្សហើយនិងសត្វនាគកំពុងតែរស់នៅជាមួយគ្នាយ៉ាងសុខសាន្តពលរបស់គេក៏មានមោទនភាពចំពោះគេយ៉ាងខ្លាំងព្រាមៗនោះ Astrid ក៏បានចូលមកដល់ដោយមិនបាននិយាយអ្វីសោះនាងនឹងក៏បានអោបថើប Hiccup ពោពេញទៅដោយសេចក្តីស្រឡាញ់អញ្ចឹងណាបន្ទាប់មក Copper ក៏បានមកដល់ហើយបានយកស្លាបថ្មីមួយដែលគេធ្វើឲ្យ Toothless មកជាមួយ Hiccup ក៏បានយកស្លាបថ្មីនោះទៅដាក់ភ្ជាប់ឲ្យ Toothless ហើយអ្នកទាំងពីរនេះក៏បានហោះឡើងទៅលើមេឃជាមួយគ្នាម្ដងទៀតហើយចាប់តាំងពីពេលនោះមកមនុស្សនិងសត្វនាគនៅក្នុងភូមិទាំងមូលបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្តនិងមានភាពសប្បាយរីករាយជាខ្លាំងសាច់រឿងរបស់យើងក៏កាត់បញ្ចប់តែត្រឹមនឹងផងដែរចំពោះសាច់រឿងទាំងមូលគឺបានផ្ដល់តម្លៃអប់រំឲ្យមនុស្សយើងជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមុននឹងសម្រេចចិត្តថាអ្នកណាជាមនុស្សល្អឬក៏អាក្រក់យើងគួរណាស់តែស្គាល់និងស្វែងយល់គេជាមុនសិនកុំឲ្យដូចជាតួអង្គឪពុករបស់ Hiccup គាត់គិតថាសត្វនាគទាំងអស់គឺជាសត្វចង្រៃគឺជាសត្វអាក្រក់ម្យ៉ាងវិញទៀតគឺការរួមដៃគ្នាសហការជាធ្នង់តែមួយគឺយើងអាចបំបែកសត្រូវយកឈ្នះទៅលើសត្រូវបានដូចជានៅក្នុងសាច់រឿងអញ្ចឹងដើម្បីយកឈ្នះអាស្ដេចនាគមួយនឹងបានគឺមានការចូលរួមជាមួយនឹងមនុស្សជាច្រើនរួមជាមួយនឹងសត្វនាគរបស់ពួកគេផងដែរចំពោះថ្ងៃនេះអត់មានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនចូលចិត្តចំពោះសាច់រឿងមួយនេះយកឃើញយ៉ាងណាអាចធ្វើការ comment មតិយោបល់បងប្អូននៅខាងក្រោមបានកុំភ្លេច comment ពាក្យថាល្អមើលផងឬក៏ឲ្យបេះដូងម្នាក់មួយអញ្ចឹងណាដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ admin ក្នុងការស្វែងរករឿងមកធ្វើការសម្រាយជូនបងប្អូនទស្សនាលើកក្រោយទៀតគណៈពេលនេះខ្ញុំបាទរំដួល Movie សូមលាអ្នកទាំងអស់គ្នាសិនហើយបាយបាយ